នៅក្នុងសាច់រឿងនេះនិយាយអំពីថ្នាក់រៀនមួយដែលពួកគេត្រូវរៀនធ្វើជាឃាតករដើម្បីសម្លាប់គ្រូបង្រៀនរបស់ខ្លួនឯងប៉ុន្តែលោកគ្រូម្នាក់ហ្នឹងមិនមែនជាមនុស្សនោះទេគាត់គឺជាអេលៀនដែលមកពីភពក្រៅហើយបើសិនជាចង់សម្លាប់គាត់នោះក៏មិនមែនជារឿងងាយស្រួលដែរព្រោះថាគាត់គឺមានល្បឿនបំលាស់ទីលឿនខ្លាំងមែនទែនរហូតដល់ថ្នាក់យន្តហោះចម្បាំងនឹងគ្រាប់មីស៊ីលហ្នឹងក៏មិនអាចធ្វើអ្វីគាត់បានផងហើយគោលបំណងរបស់គាត់ដែលបានមកផែនដីហ្នឹងគឺចង់បំផ្លាញភពផែនដីចោលប៉ុន្តែគាត់បានទុកឱកាសឲ្យមនុស្សរយៈពេល1ឆ្នាំដើម្បីរៀនពីវិធីសម្លាប់គាត់ឲ្យបានមុនពេលដែលគាត់ចាកចេញទៅដូច្នេះចង់ដឹងថាសិស្សដែលរៀនជាមួយនឹងគាត់នឹងអាចសម្លាប់គាត់បានឬក៏យ៉ាងណាយើងចូលទៅកាន់សាច់រឿងពេញទាំងអស់គ្នាមានអេលៀនមួយដែលមានដៃច្រើនដូចជាមឹកនិងមានខ្លួនពណ៌លឿងបានកំទេចព្រះច័ន្ទចោលអស់មួយចំហៀងធំទៅហើយវាបានប្រកាសថានឹងកំទេចភពផែនដីចោលនៅឆ្នាំក្រោយដំណឹងដ៏គ្រោះថ្នាក់មួយនេះក៏បានលេចលឺទៅដល់រាជរដ្ឋាភិបាលរបស់ប្រទេសជប៉ុនមិនរងចាំយូរលោកការ៉ាស៊ូម៉ាដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិនឹងបានបញ្ជូនកងទ័ពនិងយន្តហោះចម្បាំងជាច្រើនទៅវាយប្រហារអេលៀនម្នាក់នោះប៉ុន្តែមិនអាចធ្វើអ្វីវាបាននោះទេដោយសារតែវានឹងមានល្បឿនបំលាស់ទីលឿនខ្លាំងមែនទែន3ថ្ងៃក្រោយមករាជរដ្ឋាភិបាលបានមកដល់ថ្នាក់រៀនមួយដែលមានលេខសម្គាល់ថា 3E ដើម្បីណែនាំសិស្សទាំងអស់គ្នានឹងឲ្យស្គាល់លោកគ្រូថ្មីម្នាក់ដែលនឹងត្រូវមកបង្រៀនពួកគេហើយគាត់មានឈ្មោះថាលោកគ្រូខូរ៉ូហើយមុខវិជ្ជាពិសេសដែលពួកគេត្រូវរៀននឹងគឺរៀនធ្វើជាឃាតករដើម្បីសម្លាប់លោកគ្រូខូរ៉ូឲ្យបានលោកការ៉ាស៊ូម៉ាបានបន្តប្រាប់សិស្សទាំងអស់គ្នាថាលោកគ្រូខូរ៉ូម្នាក់នេះហើយគឺជាអ្នកបំផ្លាញព្រះច័ន្ទចោលនៅប្រហែលថ្ងៃមុននេះហើយរឿងបន្ទាប់ដែលគាត់ត្រូវធ្វើនឹងគឺបំផ្លាញភពផែនដីចោលទាំងមូលនៅឆ្នាំក្រោយបើសិនជាមិនមាននរណាម្នាក់អាចសម្លាប់គាត់បាននោះទេនៅពេលនោះក៏មានសិស្សម្នាក់បានសួរទៅកាន់លោកការ៉ាស៊ូម៉ាថាហេតុអ្វីក្រសួងការពារជាតិមិនធ្វើរឿងនេះដោយខ្លួនឯងទៅលោកការ៉ាស៊ូម៉ាមិនបាននិយាយអ្វីច្រើននោះទេគាត់បានដកកាំបិតមួយសម្រុកចាក់ទៅលើលោកគ្រូខូរ៉ូតែលោកគ្រូខូរ៉ូពិតជាមានល្បឿនបំលាស់ទីលឿនខ្លាំងណាស់ទោះបីជាខំវាយប្រហារទៅលើគាត់យ៉ាងណាក៏មិនអាចធ្វើអ្វីគាត់បានដែរលោកការ៉ាស៊ូម៉ាបានប្រាប់សិស្សទាំងអស់គ្នាថាការជ្រើសរើសថ្នាក់ 3E មករៀនធ្វើជាឃាតករហ្នឹងមិនមែនជាការសម្រេចចិត្តរបស់រដ្ឋាភិបាលនោះទេផ្ទុយទៅវិញលោកគ្រូខូរ៉ូផ្ទាល់ជាអ្នកស្នើសុំមកបង្រៀនថ្នាក់ 3E ដោយខ្លួនឯងដោយគាត់ចង់ឲ្យសិស្សថ្នាក់ 3E ហ្នឹងសម្លាប់គាត់ឲ្យបានមុនពេលដែលគាត់កំទេចភពផែនដីចោលហើយនឹងមានឈ្មោះជាអ្នកសង្គ្រោះភពផែនដីនិងទទួលបានប្រាក់រង្វាន់ជាច្រើនរហូតដល់10 billion yen ពីរាជរដ្ឋាភិបាលនិយាយមិនទាន់បានចប់ផងក៏មានសិស្សស្រីម្នាក់បានដកកំភ្លើងមកបាញ់លោកគ្រូខូរ៉ូប៉ុន្តែត្រូវបានគាត់ចាប់គ្រាប់នោះជាប់ចំណែកឯផ្ទៃមុខរបស់គាត់ក៏បានបដូរទៅជាពណ៌ក្រហមនិងបានស្ដីបន្ទោសឲ្យសិស្សស្រីម្នាក់នោះថាគាត់មិនចូលចិត្តអ្នកណាដែលលួចសម្លាប់គាត់ដោយមិនឲ្យគាត់បានដឹងខ្លួនមុននោះទេហើយបើសិនជាធ្វើបែបនេះម្ដងទៀតនឹងមានរឿងធំជាមួយនឹងគាត់ជាមិនខានចាប់តាំងពីថ្ងៃនោះមកលោកគ្រូខូរ៉ូបានបង្រៀនពួកគេយ៉ាងយកចិត្តទុកដាក់ហើយសិស្សទាំងអស់គ្នាបានខិតខំរៀនសូត្រនិងទទួលបានលទ្ធផលល្អជាងមុនគ្រប់គ្នាប៉ុន្តែពួកគេមិនបានបោះបង់ការសម្លាប់លោកគ្រូចោលនោះទេនៅតែបន្តព្យាយាមលួចធ្វើឃាតលោកគ្រូជារឿយៗនៅក្នុងថ្ងៃមួយបងធំប្រចាំថ្នាក់រៀនបានហៅសិស្សម្នាក់ដែលមានឈ្មោះថាណាគីសាឲ្យទៅក្រៅថ្នាក់ព្រោះគាត់មានរឿងចង់ប្រាប់នៅពេលដែលទៅដល់ក្រៅថ្នាក់ពួកគេបានប្រាប់ពីគម្រោងសម្រាប់លោកគ្រូខូរ៉ូទៅកាន់ណាគីសាហើយពួកគេបានបន្តថាកិច្ចការងារនេះមានតែណាគីសាទេដែលអាចធ្វើបានបន្ទាប់មកគេក៏បានហុចថង់មួយទៅឲ្យណាគីសាដែលថង់នោះដែរគឺផ្ទុកទៅដោយគ្រាប់បែកនៅពេលដែលដល់ម៉ោងចូលរៀនវិញលោកគ្រូខូរ៉ូគាត់បានមកបង្រៀនកូនសិស្សជាធម្មតានៅពេលនោះណាគីសាបានធ្វើជាមានសំណួរសួរទៅកាន់លោកគ្រូខូរ៉ូដោយបានលាក់កាំបិតនៅពីក្រោយមិនរងចាំយូរណាគីសាក៏បានដកកាំបិតចាក់សម្ដៅទៅលើលោកគ្រូតែដោយតែយើងបានដឹងស្រាប់ហើយគឺមិនអាចធ្វើអ្វីគាត់បាននោះទេលោកគ្រូខូរ៉ូបានចាប់ដៃណាគីសាជាប់ហើយគាត់បានប្រាប់ថាគាត់មិនចូលចិត្តអ្នកណាដែលលួចសម្លាប់គាត់ដោយមិនឲ្យគាត់បានដឹងខ្លួនមុននោះទេនិយាយមិនទាន់បានចប់ផងណាគីសាក៏បានធ្វើជាលោតទៅអោបលោកគ្រូដែលបានភ្ជាប់ខ្លួនជាមួយនឹងគ្រាប់បែកដែលធ្វើឲ្យមានការផ្ទុះយ៉ាងខ្លាំងនៅក្នុងថ្នាក់រៀនចំណែកឯក្រុមបងធំប្រចាំថ្នាក់ពួកគេពិតជាត្រេកអរខ្លាំងណាស់ដែលបានគិតថាប្រាក់រង្វាន់10 billion yen ហ្នឹងគឺបានទៅលើពួកគេហើយនៅពេលដែលទៅមើលនៅត្រង់កន្លែងដែលបានផ្ទុះនោះគឺមិនបានឃើញលោកគ្រូខូរ៉ូទេគឺឃើញតែណាគីសាកំពុងតែដេកសន្លប់ស្ដោកស្ដឹងទៅវិញនៅពេលនោះដែរក៏បានឮសំឡេងលោកគ្រូខូរ៉ូដែលមិនដឹងថាឮមកពីខាងណាទេតែគាត់បាននិយាយថាគាត់បានប្រើស្បៃរបស់គាត់គ្របដណ្ដប់ការពារទៅលើណាគីសាឲ្យមានសុវត្ថិភាពពីការផ្ទុះបន្ទាប់មកសិស្សទាំងអស់គ្នាក៏បានងើយក្បាលទៅមើលលើពីដានថ្នាក់
ะเรียนก็บ้านเคยលោកគ្រូโคโรជាមួយនឹងផ្ទៃមុខពណ៌ក្រហមឆេះដោយបញ្ជាក់ថាគាត់ពិតជាខឹងខ្លាំងណាស់ហើយគាត់ថែមទាំងបានដឹងទៀតថារឿងទាំងនេះមិនមែនជាគំនិតរបស់ណាគីសាទេគឺមានអ្នកផ្សេងទៀតនៅពីក្រោយរឿងនេះហើយគាត់ក៏បានដឹងដែរថាគ្មានណាគេក្រៅពី3អ្នកនេះទេលោកគ្រូโคโรបានគំរាមពួកគេបើសិននៅតែបន្តលួចសម្លាប់គាត់ដោយមិនឲ្យគាត់បានដឹងខ្លួនមុនបែបនេះទៀតប្រកាសណាស់ថានឹងមានរឿងធំជាមួយនឹងគាត់ជាមិនខាននៅភ្លាមនោះទឹកមុខរបស់គាត់ក៏បានប្រែមកជាធម្មតាវិញហើយថែមទាំងបានលើកសរសើរពីណាគីសាផងដែរថារូគេពិតជាមានល្បិចល្អនិងមានភាពក្លាហានណាស់ហ៊ានធ្វើបែបនេះដាក់គាត់ទស្សនភាពដែលលោកគ្រូโคโรខឹងនៅពេលនោះធ្វើឲ្យសិស្សទាំងអស់គ្នានឹងភ័យមិនស្ទើរនោះទេប៉ុន្មានថ្ងៃក្រោយមកលោកគ្រូโคโรកំពុងតែអង្គុយផឹកតាអានកសែតនៅបរិវេណសាលារៀនហើយយើងក៏បានឃើញថាស៊ូគីណូនិងណាគីសាកំពុងតែរៀបគម្រោងធ្វើឃាតលោកគ្រូโคโรម្ដងទៀតហើយដោយមិនឲ្យគាត់បានដឹងខ្លួនមុននោះទេស៊ូគីណូគាត់បានរៀបចំគ្រាប់បាល់មួយដែលមានផ្ទុកសារធាតុពិសេសដែលហៅថា BB ដែលសារធាតុ BB នឹងដែរគឺជាសារធាតុពិសេសម្យ៉ាងដែលអាចធ្វើឲ្យលោកគ្រូโคโรនឹងមានរបួសមិនរងចាំយូរស៊ូគីណូក៏បានយកបាល់នោះគប់សម្ដៅទៅលើលោកគ្រូโคโรតែភ្លាមនោះក៏បានឃើញគាត់នៅឈរពីក្រោយពួកគេទៅវិញហើយតាមទាំងបានសរសើរពួកគេថាពិតជារៀបផែនការនឹងបានល្អប៉ុន្តែទោះជាយ៉ាងណាក៏មិនអាចធ្វើអ្វីគាត់បានដែរព្រោះថាគាត់នឹងគឺមានល្បឿនលឿនខ្លាំងណាស់ដោយមុននេះគាត់បានដើរទៅក្នុងបន្ទប់ដាក់សម្ភារៈដើម្បីយកស្រោមដៃនិងត្រឡប់មកវិញចាប់កូនបាល់ដែលស៊ូគីណូបានគប់និងបានយកមកឲ្យពួកគេវិញទៀតផងដោយសាររឿងនេះបានធ្វើឲ្យស៊ូគីណូនិងណាគីសាកប់យោបល់តែម្ដងនៅថ្ងៃបន្ទាប់លោកគ្រូโคโรបានមកបង្រៀនពួកគេជាធម្មតាប៉ុន្តែលោកគ្រូបានប្រាប់សិស្សទាំងអស់គ្នាថានឹងចេញមុនម៉ោងព្រោះថាគាត់មានธุរៈត្រូវទៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកដើម្បីទស្សនាការប្រកួតបាល់បាសបលខណៈពេលនោះលោកការ៉ាស៊ូម៉ាដែលជាប្រធានក្រសួងការពារជាតិក៏បានចុះមកដល់ថ្នាក់ 3E ដើម្បីសួរនាំសិស្សទាំងអស់គ្នាថាការសម្លាប់លោកគ្រូโคโรនឹងដល់ណាហើយតើអាចរកចំណុចខ្សោយរបស់គាត់បានដែរឬទេតែសិស្សទាំងអស់គ្នាបែរជាទម្លាក់ទឹកមុខចុះទៅវិញហាក់បីដូចជាអស់សង្ឃឹមនៅពេលដែលសម្រាប់បាយថ្ងៃត្រង់ស៊ូគីណូបានអង្គុយញ៉ាំបាយតែម្នាក់ឯងភ្លាមនោះលោកគ្រូโคโรក៏បានមកដល់និងបានហុចគ្រាប់បាល់បាសបលមួយឲ្យទៅគេជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្អាតហើយគាត់បានសួរទៅកាន់ស៊ូគីណូថាតើគាត់ធ្លាប់ជាសមាជិកលេងគប់កូនបាល់បាសបលប្រចាំសាលាមែនដែរឬទេស៊ូគីណូក៏បានឆ្លើយថាគាត់ធ្លាប់ជាសមាជិកក្រុមលេងប្រចាំសាលាប៉ុន្តែពេលនេះមិនមែននោះទេព្រោះតែគាត់នឹងលេងអន់ខ្លាំងពេកគាត់ក៏សម្រេចចិត្តដកខ្លួនចេញពីក្រុមដើម្បីពង្រឹងសមត្ថភាពឡើងវិញនៅពេលនោះណាគីសាក៏បានឃើញលោកគ្រូโคโรនិងស៊ូគីណូអង្គុយតែពីរនាក់ហើយគាត់ក៏បានដើរទៅមើលថាមានរឿងអ្វីកើតឡើងណាគីសាពិតជាភ័យខ្លាំងណាស់នៅពេលដែលឃើញលោកគ្រូโคโรបានប្រើដៃដូចជាមឹករបស់គាត់ចាប់ជួស៊ូគីណូឡើងទៅលើប៉ុន្តែលោកគ្រូโคโรបានប្រាប់ថាគាត់គ្រាន់តែជួយសម្រួលសរសៃទៅដល់ស៊ូគីណូប៉ុណ្ណោះព្រោះថាតាមការសង្កេតរបស់គាត់ប្រហែលថ្ងៃមុនហ្នឹងបានឃើញចលនាគប់បាល់របស់ស៊ូគីណូហ្នឹងរាងយឺតខ្លាំងណាស់ហើយគាត់គ្រាន់តែជួយសម្រួលសរសៃឲ្យស៊ូគីណូឲ្យមានភាពរហ័សរហួនឡើងវិញនិយាយចាប់គាត់ក៏បានដើរសម្ដៅទៅថ្នាក់រៀនប៉ុន្តែណាគីសាក៏បានដើរទៅតាមសួរលោកគ្រូថាហេតុអ្វីបានជាគាត់ធ្វើជាគ្រូល្អបែបនេះបើមុននឹងក្រោយគាត់គង់តែកំទេចភពផែនដីចោលដដែលហ្នឹងលោកគ្រូโคโรបានប្រាប់ដោយត្រង់ទៅកាន់ណាគីសាថាមូលហេតុដែលគាត់ធ្វើជាគ្រូដ៏ល្អបែបនេះដោយសារតែគាត់ជាប់ពាក្យសន្យាជាមួយនឹងមនុស្សម្នាក់ហើយការកំទេចភពផែនដីចោលហ្នឹងគាត់នៅតែធ្វើវាដដែលបើសិនជាមិនមានសិស្សណាម្នាក់អាចសម្លាប់គាត់បាននោះទេចឹងហើយបើសិនជាចង់មកឈប់គាត់នោះពួកឯងត្រូវតែរៀនពីវិធីសម្លាប់គាត់ឲ្យបានមុនពេលដែលឆ្នាំក្រោយមកដល់នៅថ្ងៃបន្ទាប់លោកការ៉ាស៊ូម៉ាដែលជាប្រធានក្រសួងការពារជាតិបានចុះមកមើលថ្នាក់ 3E ម្ដងទៀតហើយដោយចង់ដឹងថាសិស្សទាំងអស់គ្នានឹងបានអភិវឌ្ឍខ្លួនដល់កម្រិតណាហើយនៅពេលដែលទៅដល់ក៏បានឃើញសិស្សទាំងអស់គ្នាបានចាប់លោកគ្រូโคโรចងព្យួរទៅនឹងដើមឈើមួយហើយពួកគេបានសម្រុកកាប់ផងចាក់ផងទៅលើគាត់តែលោកគ្រូโคโรបានព្យាយាមកិច្ចចុះកិច្ចឡើងរហូតដល់តែដាច់ខ្សែធ្លាក់គាត់ចុះមកខាងក្រោមឃើញឱកាសល្អបែបនេះសិស្សទាំងអស់គ្នាមិនរងចាំយូរក៏បានសម្រុកចូលមកព្រមគ្នាដោយឃើញស្ថានភាពដូចជាមិនស្រួលលោកគ្រូโคโรក៏បានដាក់មេប្រូចរត់ទៅបាត់ទៅនិងបានគម្រាមកូនសិស្សថាគាត់នឹងដាក់ homework ឲ្យពួកគេធ្វើឲ្យច្រើននៅល្ងាចនេះពីការសម្រាប់លោកគ្រូโคโรលោកការ៉ាស៊ូម៉ាបានសង្កេតឃើញសិស្សទាំងអស់គ្នាថាពួកគេមានមិត្តភាពនឹងល្អជាងមុនហើយនឹងមានសាមគ្គីភាពកាន់តែល្អជាងមុនទៅទៀតដូច្នេះហើយលោកការ៉ាស៊ូម៉ាក៏បានសម្រេចចិត្តចូលមកបំពុកបន្ថែមក្បាច់គុណនិងតិចនិចធ្វើជាឃាតករដើម្បីឲ្យពួកគេអាចសម្លាប់លោកគ្រូโคโรបានកាន់តែលឿនជាងមុនព្រោះថានៅឆ្នាំក្រោយនេះបើមិនអាចសម្លាប់លោកគ្រូโคโรបានទេគាត់នឹងកំទេចភពផែនដីរបស់យើងចោលហើយបន្ទាប់មកសាច់រឿងក៏បានកាត់ទៅដល់ក្រសួងការពារជាតិហើយក៏បានឃើញមានគេណែនាំសិស្សម្នាក់ដែលមានឈ្មោះថាខាម៉ាជាសិស្សដែលត្រូវបានសាលាបណ្តេញចេញឈប់ឲ្យរៀនព្រោះថាគាត់នឹងគឺជាមនុស្សដែលគ្រោះថ្នាក់ខ្លាំងមែនទែនពេលដែលនៅរៀនខាម៉ាតែងតែបង្ករឿងជាមួយ
នឹងមិត្តភ័ក្តិនិងគ្រូបង្រៀនទៀតផងនិយាយទៅប៉ែហ្នឹងជើងកាងហ្មងហើយក្រសួងការពារជាតិបានជ្រើសយកគេឲ្យត្រឡប់ចូលថ្នាក់ 3E វិញដើម្បីសម្លាប់លោកគ្រូខូរ៉ូនៅក្នុងថ្ងៃមួយបន្ទាប់ពីសម្រាប់ពីការវឹកហាត់ជាមួយលោកខារ៉ាស៊ូម៉ាសិស្សទាំងអស់គ្នាបានបំបីជួយទៅរកអាហារថ្ងៃត្រង់រៀងៗខ្លួននៅពេលនោះណាគីសាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលបានដើរទៅប្រទះគ្នាជាមួយនឹងកម្ពុជាសិស្សខាម៉ាគាត់បាននិយាយសួស្ដីទៅកាន់ណាគីសាហើយគាត់បានប្រាប់ថាគាត់ត្រឡប់មកវិញហើយនៅក្នុងវគ្គនេះយើងបានឃើញសិស្សថ្មីម្នាក់ដែលគាត់មានឈ្មោះថាខាម៉ាដែលត្រូវបានក្រសួងការពារជាតិនឹងចាត់តាំងឲ្យគាត់មកសម្រាប់លោកគ្រូខូរ៉ូគ្រាន់តែបានជួបគ្នាជាមួយនឹងលោកគ្រូខូរ៉ូភ្លាមខាម៉ាបានចូលសម្ដែងការគួរសមជាមួយនឹងលោកគ្រូហើយនឹងបានណែនាំខ្លួនថាគាត់នឹងគឺជាសិស្សថ្មីនឹងមកចូលរៀនជាមួយនឹងថ្នាក់ 3E ដែរហើយខាម៉ាក៏បានសុំលោកគ្រូចាប់ដៃមួយដើម្បីជាការស្វាគមន៍គ្នាប៉ុន្តែភ្លាមនោះដៃរបស់លោកគ្រូខូរ៉ូក៏បានផ្ទុះដាច់ខាម៉ាបានដកកំបិតដែលបានលាក់នៅក្នុងដៃអាវនឹងចាក់សំដៅទៅលើលោកគ្រូប៉ុន្តែត្រូវបានគាត់កិច្ចផុតនៅពេលនោះខាម៉ាបានលើកដៃរបស់គាត់មកបង្ហាញថាគាត់បានបិទសារធាតុគីមីម្យ៉ាងដែលមានឈ្មោះថា BB ដែលសារធាតុគីមីនឹងដែរគឺអាចធ្វើឲ្យលោកគ្រូខូរ៉ូមានរបួសខាម៉ាបានដើរចូលទៅជិតលោកគ្រូនិងបាននិយាយចំអកឡក់លើដាក់លោកគ្រូដែលបានធ្វើឲ្យគាត់នឹងខឹងជាខ្លាំងមុខឡើងក្រហមប្រហែលជាក្នុងចិត្តរបស់គាត់បានគិតថាអាក្មេងខាម៉ាម្នាក់នេះមហាកំពូលឆ្លើយហើយបន្ទាប់មកខាម៉ាក៏បានដើរចាកចេញទៅនិងបានទុកពាក្យសម្ដីថាថ្ងៃស្អែកហ្នឹងគាត់នឹងសម្លាប់លោកគ្រូដោយផ្ទាល់ដៃរបស់គាត់នៅពេលដែលដល់ម៉ោងចូលរៀនវិញសិស្សទាំងអស់គ្នាបានសង្កេតឃើញថាលោកគ្រូខូរ៉ូរៀងស្ងួតស្ងាត់ជាងរាល់ដងដោយសារតែព្រឹកមិញហ្នឹងខាម៉ាបានបំបាក់មុខគាត់ជាខ្លាំងដែលតាំងពីដើមមកមិនដែលមានសិស្សណាម្នាក់ធ្វើឲ្យគាត់មានរបួសម្ដងណាឡើយនៅក្នុងម៉ោងរៀនខាម៉ាបានចេញធ្វើសកម្មភាពម្ដងទៀតហើយដែលបានដកការ៉ែមមកញ៉ាំនៅក្នុងថ្នាក់លោកគ្រូខូរ៉ូបានឃើញការ៉ែមនោះគាត់ពិតជាខឹងខ្លាំងណាស់ដោយការ៉ែមមួយដើមនោះគឺជារបស់គាត់ដែលគាត់បានហោះទៅទិញវាមកពីប្រទេសអូស្ត្រាលីគាត់បានដើរយ៉ាងបញ្ញាបញ្ញាដើម្បីទៅដណ្ដើមការ៉ែមរបស់គាត់មកវិញតែពេលនោះក៏លាន់លឺសុទ្ធតែផោងតែនេះគឺសុទ្ធតែជាការរៀបចំទុកមុនរបស់ខាម៉ាដោយគាត់បានដាក់អន្ទាក់លោកគ្រូឲ្យដើរមកទុករបស់គាត់ហើយគាត់បានបង្កប់សារធាតុគីមីដើម្បីឲ្យលោកគ្រូខូរ៉ូដើរជន់និងមានរបួសខាម៉ាបានដកកំភ្លើងយកមកជង់លោកគ្រូខូរ៉ូនិងបាននិយាយអួតពីខ្លួនឯងថាគាត់គ្រាន់តែប្រើល្បិចតិចតួចសោះក៏អាចធ្វើឲ្យលោកគ្រូមានរបួសម្ដងទៀតដែរចឹងហើយការសម្លាប់លោកគ្រូនឹងគឺជារឿងងាយស្រួលខ្លាំងណាស់សម្រាប់គាត់តែគ្រាន់តែឥឡូវនេះគាត់មិនទាន់ចង់ធ្វើវាគាត់ចង់លេងជាមួយនឹងលោកគ្រូខូរ៉ូឲ្យអស់ចិត្តសិនខាម៉ាបានបោះកណ្ដាស់កិច្ចការរបស់គាត់ឲ្យទៅលោកគ្រូនិងបាននិយាយថាស្អែកហ្នឹងគាត់នឹងលេងជាមួយលោកគ្រូឲ្យធ្ងន់ជាងនេះហើយគាត់ក៏បានដើរចេញបាត់ទៅនៅថ្ងៃបន្ទាប់លោកគ្រូខូរ៉ូបានមកដល់ថ្នាក់រៀនជាធម្មតាប៉ុន្តែគាត់បានឃើញសិស្សរបស់គាត់ធ្វើទឹកមុខស្អុយស្អុយហាក់បីដូចជាមិនសប្បាយចិត្តរឿងអ្វីមួយពេលនោះលោកគ្រូខូរ៉ូបានកលែកទៅមើលលើតុរបស់គាត់បានឃើញមឹកងាប់មួយហើយគាត់បានដឹងក្នុងចិត្តច្បាស់ហើយថានេះគឺជាស្នាដៃរបស់អ្នកណានៅពេលនោះខាម៉ាក៏បានស្រែកថាមឹកនោះគឺគាត់ជាអ្នកសម្លាប់ហើយនឹងយកមកទុកនៅទីនេះព្រោះថាមើលទៅនឹងដូចជាលោកគ្រូខ្លាំងពេកលោកគ្រូខូរ៉ូចាប់ផ្ដើមឆេះដុំម្ដងទៀតហើយគាត់បានកាន់មឹកនោះដើរសម្ដៅទៅកាន់តុរបស់ខាម៉ាតែគាត់មិនបានដឹងទេថាខាម៉ាបានត្រៀមកំបិតមួយនៅពីក្រោយខ្នងត្រៀមចាក់ទៅលើគាត់នោះទេភ្លាមនោះលោកគ្រូខូរ៉ូបែរជាប្រើល្បឿនដ៏លឿនរបស់គាត់ស្ទើរតែមើលមិនទាន់ហោះទៅក្រៅនិងត្រឡប់មកវិញយកគ្រាប់មីស៊ីលមួយដើមមកជាមួយនិងបានប្រើភ្លើងរបស់គ្រាប់មីស៊ីលនោះចម្អិនមឹកដែលខាម៉ាយកមកនោះឲ្យគេញ៉ាំទៅវិញហើយថែមទាំងបានប្រាប់គេថាឲ្យព្យាយាមសម្លាប់គាត់នៅថ្ងៃស្អែកនៅថ្ងៃបន្ទាប់ឆ្លៀតពេលដែលលោកគ្រូខូរ៉ូកំពុងតែសរសេរមេរៀនខាម៉ាបានដកកំភ្លើងមកបំរុងនឹងបាញ់ទៅលើលោកគ្រូទៅហើយតែពេលនោះលោកគ្រូខូរ៉ូបានលឿនជាងគាត់បានដកហូតយកកំភ្លើងរបស់ខាម៉ាយកមកទុកហើយថែមទាំងបានលាបថ្នាំក្រចកឲ្យខាម៉ាទៀតផងនៅថ្ងៃបន្ទាប់ទៀតដែលត្រូវជាម៉ោងធ្វើម្ហូបខាម៉ាបានដើរទៅជិតលោកគ្រូនិងបានធ្វើជានិយាយបន្លប់រួចហើយក៏បានទាញកំបិតមកវាយប្រហារទៅលើលោកគ្រូខូរ៉ូប៉ុន្តែត្រូវបានគាត់កិច្ចផុតហើយគាត់សងមកវិញដោយការយកអៀមមកពាក់ឲ្យខាម៉ាដែលមានពណ៌ផ្កាឈូកនិងមានរូបបេះដូងដែលធ្វើឲ្យសិស្សទាំងអស់គ្នានៅទីនោះសើចចំអកថារូបគេនឹងមើលទៅដូចជាស្រីអញ្ចឹងខាម៉ាដូចជារឿងស្ពឹកមុខរបស់លោកគ្រូខូរ៉ូហើយគាត់បានទៅអង្គុយសំជុកសញ្ចឹងតែម្នាក់ឯងនៅពេលនោះណាគីសាក៏បានមកដល់ខាម៉ាក៏បានសួរទៅកាន់ណាគីសាថាតើឯងស្គាល់លោកគ្រូខូរ៉ូច្បាស់ដែរឬទេតើគាត់នឹងជាមនុស្សបែបណាណាគីសាក៏បានឆ្លើយទៅវិញថាលោកគ្រូខូរ៉ូមិនមែនជាលោកគ្រូធម្មតាទេគាត់គឺជាគ្រូដ៏អស្ចារ្យម្នាក់គាត់បានស្គាល់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់សិស្សម្នាក់ៗគាត់តែងតែបង្ហាត់បង្រៀនឲ្យសិស្សគ្រប់គ្នាស្គាល់ពីខ្លួនឯងច្បាស់និងដើរតាមក្តីស្រមៃគាត់តែងតែយកចិត្តទុកដាក់បង្រៀននិងការពារសិស្សគ្រប់គ្នាបច្ចុប្បន្នដល់ណាស់លោកគ្រូខូរ៉ូក៏បានដើរមកដល់ខាម៉ាបានសួរទៅកាន់លោកគ្រូខូរ៉ូថាតើលោកគ្រូគឺជាគ្រូល្អមែនទេពិតមែនហើយយើងគឺជាគ្រូដ៏ល្អខាម៉ាបន្តសួរទៀតតើលោកគ្រូហ៊ានបដូរជីវិតដើម្បីការពារសិស្សណាម្នាក់អត់ប្រកាសជាហ៊ានហើយព្រោះថាយើងគឺជាគ្រូដ៏ល្អរបស់ពួកឯងនៅពេលនោះខាម៉ាបានបដូរស្លាប់ជាមួយនឹងលោកគ្រូខូរ៉ូហើយគាត់បានដកកំភ្លើងមកនិងលោតចុះពីលើជ្រោះដែលបានគិតថានៅពេលដែលលោកគ្រូខូរ៉ូលោតមកជួយគេនឹងបាញ់សម្លាប់លោកគ្រូខូរ៉ូចោលតែម្ដងព្រោះថាធ្វើបែបនេះលោកគ្រូគ្មានឱកាសកិច្ចទៅណាបាននោះទេប៉ុន្តែខាម៉ាបានគិតខុសហើយលោកគ្រូខូរ៉ូបាន
បានប្រើដៃដ៏វែងដូចជាមឹករបស់គាត់ធ្វើជាសម្បុកពីងពាងចាំទ្រខាម៉ាមិនឲ្យគាត់ធ្លាក់ដល់ដីនោះទេនឹងបានយកគេមកខាងលើវិញខាម៉ាក៏បានឲ្យមេដៃទៅកាន់លោកគ្រូខូរ៉ូមួយហើយគាត់និយាយថាថ្ងៃស្អែកប្រហែលជាគាត់អាចសម្លាប់លោកគ្រូខូរ៉ូបានហើយបន្ទាប់ពីហេតុការណ៍នេះខាម៉ានិងលោកគ្រូខូរ៉ូកាន់តែយល់ចិត្តគ្នាច្បាស់និងកាន់តែជិតស្និទ្ធជាងមុនអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាមិនបានជាលោកគ្រូខូរ៉ូនឹងអត់ដែលតបតមួយសិស្សអញ្ចឹងដោយសិស្សនឹងតែងតែធ្វើបាបគាត់រហូតហើយមូលហេតុដោយសារតែលោកគ្រូខូរ៉ូនឹងបានសន្យាជាមួយនឹងមនុស្សម្នាក់ថានឹងមកកែប្រែសិស្សថ្នាក់ 3E ពិសេសដែលខ្សោយត្រូវបានសាលាបោះបង់ចោលនិងកែប្រែពួកគេឲ្យទៅជាសិស្សដែលពូកែនិងមិនមាននរណាម្នាក់ហ៊ានរើសអើងពួកគេទៀតហើយបើសិនជាចង់ដឹងថាលោកគ្រូខូរ៉ូនឹងបានសន្យាមួយណាគេមានតែចាំមើលសាច់រឿងបន្តទៀតតែឥឡូវនេះយើងត្រឡប់ចូលមកកាន់សាច់រឿងរបស់យើងវិញសិននៅថ្ងៃបន្ទាប់លោកគ្រូខូរ៉ូបានដើរចេញពីហាងលក់ទំនិញមួយកន្លែងក៏បានឮសំឡេងស្រីស្អាតស្រែកឲ្យជួយផងលោកគ្រូខូរ៉ូបានដើរទៅមើលបានឃើញក្រុមបងធំមួយក្រុមកំពុងតែធ្វើបាបនារីដ៏ស្រស់ស្អាតម្នាក់នោះលោកគ្រូខូរ៉ូនៅមិនសុខនោះទេបានធ្វើជាវរៈបរោះជិះសេះសចូលទៅជួយនាងនិងបានបង្ក្រាបក្រុមបងធំទាំងនោះស្រីស្អាតក៏បានធ្វើការថ្លែងអំណរគុណទៅដល់លោកគ្រូប៉ុន្តែក៏លែងមើលលោកគ្រូវិញមិនបានចាប់អារម្មណ៍នឹងការអរគុណរបស់នាងនោះទេបែរជាសម្លឹងទៅមើលអីផ្សេងទៅវិញនៅពេលដែលត្រឡប់មកដល់សាលារៀនវិញទើបដឹងថានារីម្នាក់ហ្នឹងក៏ជាគ្រូបង្រៀនដែរដែលលោកការ៉ាស៊ូម៉ាបានណែនាំសិស្សទាំងអស់គ្នាថានាងមានឈ្មោះអ៊ីរីណាហើយនាងនឹងមកធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសដល់ពួកគេណាគីសាបានសង្កេតឃើញលោកគ្រូខូរ៉ូថាពិតជាមានលក្ខណៈដូចជាមនុស្សទូទៅអញ្ចឹងមិនដូចជាអេលៀនឬក៏សត្វចម្លែកអ្វីទេដោយគាត់តែងតែលួចសម្លឹងមើលអ៊ីរបស់អ្នកគ្រូជារឿយៗហើយណាគីសាក៏បានសង្កេតឃើញខ្សែភ្នែករបស់អ្នកគ្រូមើលទៅដូចជាមិនធម្មតានោះទេប្រកាសជាមានគោលបំណងអ្វីហើយដែលចូលមកថ្នាក់ 3E នេះក្រោយមកការសង្ស័យរបស់ណាគីសាទៅលើអ្នកគ្រូភាសាអង់គ្លេសហ្នឹងពិតជាត្រឹមត្រូវមែននៅពេលដែលនាងបានជួបនិយាយគ្នាជាមួយនឹងលោកខារ៉ាស៊ូម៉ាស្ងាត់ៗទើបដឹងថានាងគឺជាកម្ពុជាឃាតករកម្រិត rank S ដែលជាឃាតករកម្រិតខ្ពស់ម្នាក់ហើយត្រូវបានរាជរដ្ឋាភិបាលហ្នឹងជួលឲ្យមកសម្រាប់លោកគ្រូខូរ៉ូនៅពេលដែលលោកគ្រូខូរ៉ូកំពុងតែលេងកីឡាជាមួយនឹងសិស្សនៅក្រៅថ្នាក់អ្នកគ្រូភាសាអង់គ្លេសក៏បានធ្វើជាមញាប់មញ័រដាក់លោកគ្រូខូរ៉ូដែលបានពឹងគាត់ឲ្យទៅជួយទិញកាហ្វេឲ្យនាងមួយកែវដោយសារតែលោកគ្រូខូរ៉ូរៀងស៊ីចូលដែរគាត់ក៏បានធ្វើដំណើរទៅឡើងលឿនខ្មាញ់តែម្ដងក្រោយពេលដែលលោកគ្រូខូរ៉ូបានចាក់ចេញទៅបាត់សិស្សទាំងអស់គ្នាក៏បានដឹងពីអត្តសញ្ញាណពិតរបស់អ្នកគ្រូភាសាអង់គ្លេសដោយនាងបាននិយាយដោយផ្ទាល់មាត់របស់នាងថានាងមិនបានចង់មកធ្វើជាគ្រូបង្រៀនអីទេគោលបំណងរបស់នាងតែមួយគត់គឺមកយកជីវិតរបស់លោកគ្រូខូរ៉ូតែប៉ុណ្ណោះមួយសន្ទុះក្រោយមកជំនួយការរបស់នាងក៏បានដើរមកដល់ហើយយើងក៏បានស្គាល់រួចមកហើយអា3នាក់ហ្នឹងគឺជាក្រុមបងធំដែលលោកគ្រូខូរ៉ូបានចាត់ការនៅវគ្គមុននោះនៅពេលដែលដល់ម៉ោងចូលរៀនអ្នកគ្រូអ៊ីរីណាមិនបានបង្រៀនអ្វីនោះទេគាត់គិតតែអង្គុយគិតពីវិធីសម្រាប់លោកគ្រូខូរ៉ូដែលបានធ្វើឲ្យកូនសិស្សធុញទ្រាន់និងខឹងជាមួយនឹងគាត់ជាខ្លាំងនៅពេលដែលដល់ម៉ោងត្រូវវឹកហាត់ជាមួយនឹងលោកខារ៉ាស៊ូម៉ាតែទាំងអស់គ្នាក៏បានយកឱកាសនេះឆ្លៀតប្តឹងទៅកាន់អ្នកគ្រូថាគាត់នឹងមិនបានបង្រៀនអ្វីដល់ពួកគេទេលោកខារ៉ាស៊ូម៉ាក៏បានប្រាប់ថាអ្នកគ្រូអ៊ីរីណាត្រូវបានចាត់តាំងដោយរាជរដ្ឋាភិបាលចឹងហើយមិនអាចធ្វើអ្វីទៅលើគាត់នោះទេខណៈពេលនោះក៏បានឃើញលោកគ្រូខូរ៉ូនិងអ្នកគ្រូអ៊ីរីណាដើរសម្ដៅទៅបន្ទប់ដាក់សម្ភារៈតែ2នាក់អ្នកគ្រូអ៊ីរីណាបានសម្ដែងបែបស៊ីអារម្មណ៍ដើម្បីឲ្យលោកគ្រូខូរ៉ូនឹងពុះកញ្ជ្រោលនិងមិនចាប់អារម្មណ៍ជាមួយនឹងក្រុមការងាររបស់នាងដែលបានលួចបង្កប់នៅក្នុងបន្ទប់នោះដែរអ្នកគ្រូអ៊ីរីណាបានប្រាប់ឲ្យលោកគ្រូខូរ៉ូចាំនាងបន្តិចនាងសុំពេលបដូរកាអាមួយសិននៅពេលនោះស្នូកំភ្លើងក៏បានផ្ទុះឡើងនៅពេលដែលនាងចេញមកមើលបែរជាឃើញក្រុមការងាររបស់នាងនឹងដេកអស់ទៅវិញលោកគ្រូខូរ៉ូខឹងខ្លាំងណាស់និងមិនលើកលែងឲ្យនាងទេក៏បានដាក់ទណ្ឌកម្មទៅលើនាងដោយសារតែឮសំឡេងស្រែកខ្លាំងពេកសិស្សទាំងអស់គ្នាពិតជាបារម្ភខ្លាំងណាស់ក៏បានរត់ទៅមើលហើយក៏បានឃើញលោកគ្រូខូរ៉ូដើរចេញមកមុនបន្ទាប់មកអ្នកគ្រូអ៊ីរីណាក៏ដើរមកតាមក្រោយប៉ុន្តែសល់តែខោក្នុងជាប់ខ្លួនមួយប៉ុណ្ណោះណាគីសាក៏បានធ្វើជាសួរទៅកាន់លោកគ្រូថាតើលោកគ្រូធ្វើអ្វីដាក់គាត់បានទៅជាបែបនេះលោកគ្រូខូរ៉ូបានធ្វើទឹកមុខស្លើនិងបាននិយាយថាជារឿងរបស់មនុស្សធំក្មេងៗកុំចេះដឹងច្រើនពេកនៅថ្ងៃបន្ទាប់ម៉ោងសិក្សាក៏បានចុះមកដល់អ្នកគ្រូអ៊ីរីណាបានមកជាធម្មតាតែគាត់មិនបានបង្រៀននោះទេបែរជាអង្គុយចុចទូរស័ព្ទលេងទៅវិញនៅពេលនោះក៏មានសិស្សម្នាក់និយាយថាបើសិនជាអ្នកគ្រូមកហើយមិនបង្រៀនដដែលអញ្ចឹងពួកគេស្នើសុំបដូរយកលោកគ្រូខូរ៉ូមកវិញព្រោះថាពួកគេនឹងចិត្តប្រឡង final ហើយអ្នកគ្រូអ៊ីរីណាបានសើចនិងបានតបថាកុំនិយាយពីរឿងចង់រៀនដើម្បីត្រៀមប្រឡងអីកុំស្មានតែគាត់មកដឹងថានេះគឺជាថ្នាក់ 3E ជាថ្នាក់ដែលត្រូវបានគេបោះបង់ចោលនិងសម្បូរទៅដោយសិស្សខ្សោយខ្សែតែខ្ជិលរៀនអញ្ចឹងហើយកុំនិយាយថាចង់រៀនដើម្បីតែចង់បានបន្ទុកនោះអីដោយសារតែទ្រាំជាមួយនឹងពាក្យសម្ដីមើលងាយរបស់អ្នកគ្រូមិនបានសិស្សទាំងអស់គ្នាក៏បានយកបិច
กระดาษปองลบจอลบไอ้กระดาษอ้อยแต่เนาจัดได้ดังแต่โยตะกบเนี่ยครูให้หนังบ้านได้ง่อยเนี่ยครูนั่งใจบีถนัดผู้เกเต้าผู้เกตระการหรือครูโคโรมอบมึงเรียนวิ่งเนี่ยครูอีรีนะก็ปัจจุบันครั้งหน้ากับบ้านเราตบดังโลคาราซูมาปนตายโลคาราซูมามันบ้านใหญ่ไว้จานุเตปรูธาก็บ้านดังเรื่องนี้เอาให้กับบ้านอ้อยเนี่ยครูแต่สมโตเซวิ่งปรูธาก็ดังจัดศาสนาใบอีจะบ้าปนตายเนี่ยครูอีรีนะก็มันซอกจัดเต้โดยก็เลิกหายพอลทาศาสนาใบอีนั่งเมืองอีก็โดยมันดังยืดเผยอย่างไม่โลคาราซูมากับบ้านนอมเนี่ยครูตะกร้าวดังใบศักษาปีระเบียบได้หรือครูโคโรทั้งบ้านมึงเรียนซะหรือครูโคโรสไลน์หนังโยจัดตกด่าซะระบอบก่อนนะก็ใต้เป็นนัดเมื่อกิจการระบอบซะมาดองมวยนัดตรังนะแต่ซะคว้าคานุกวาดนังบ่งบอกมันทำหลังวิ่งจังให้บ้านเจษระบอบก็ปลายปีศาจแดกเชอร์เรียนมอเจษระมีมันตุกพวกครบเนี่ยหรือคาราซูมาสนมปอจังไอเนี่ยครูสไลน์หนังมึงเรียนซะบ้านเอาโดยเจอหรือครูโคโรได้ให้นังกบเมื่อสารปุกเกเตียทาเจษบาทนะเนี่ยครูอีรีนากับบ้านดังปีกำหอระบอบก็บ้านตลับต่อการธนาเรียนไว้หนังบ้านในใหญ่สมโตต่อการซาถึงออกนี่ก็สัญญาท่าหนังคัดคำปรังปลายมือเรียนปุกเก้บ้านล้อหนังตลับมองทัวร์ครูดอลล้อระบอบปุกเก้วิ่งซาถึงออกเนี่ยลือหายกับบ้านซ้ายให้บ้านปรับอ้อยหนักครูชาบันตอไม่เรียนเต่าปุถาเก้จัดดาวทั้งไงปลองเหมือนแตนให้ครูโคโรนังโลคาราซูมาบ้านชมโมตะเพียบนี่เตียงหน่อยย่ำปันตายนอเปนุยังกับบ้านเคยทาโลคาราซูมาบ้านลูกได้โจตกน้องอาวระบอบก็นำใบดอกกำเพลิงหมอกจับดาบในใส่เรื่องน้ำบงยังบ้านเคยทาลูกครูโคโรบ้านดักนอมใส่ระบอกก็ดาวแต่การมันตกปีเศร้าปรูทาเมเรียนในไงนี้ปุกเกตเรียนน้ำปีวิธีปีเศร้าสารเทียดปอลนำใบไอลูกครูโคโรพักนำไปได้ลูกครูโคโรบางสวีบันตบใส่ระบอกก็บ้านสวากรมก็ได้บ้านโยกบัดแดงจับก็ไปนั่งมันใต้ก็มันบ้านควาลูเตก็ระโวแต่เรียบจำอุปกรณ์ปีเศร้าไอซ์จีทอมดาโดยจีมันเมียนเรื่องเอาไว้การลาวจังขณะไปได้ลูกครูโคโรกลมปงใต้เป็นโยลปีศาจเทียดซ้อมระบอกกีมีกับเมียนซัสไรมันแน่ได้เมียนชโมทาโอคูดาเนียงมันยกซาเทศปอลเนียงมันซ้ำล้างยกมาคอยอ้อยลูกครูโคโรหายเนียงมันซาสมัยลูกครูพักเวียลูกครูเหมือนบ้านป่าเดซาโนเต้ก็บ้านยกซาเทศปอลมวยบ่มปงหมอกพักมันต่อไปพักด้วยลูกครูโคโรมีอาการะโดยจีเรียงบกตรงยอไซบันเตยหายเตยหมกบักขวานั่งปลายตะเกียบปอกเขียวโดยซาแต่มันอ้อยเช็ดนัสาลมวยบ่มปงจงกร้ายก็กับบ้านยกเวียหมอกพักบังไห้นอไปนู้เรียงกายหรือบักก็บ้านเล็กใจน้อยจุ่มไห้ปอสวายเป็นคล้วนไห้เตยหมกบักก็นั่งกับปลายตะเกียบเล็กแกงตัวเองมันได้ซาเทศปอลแต่นี้คือมันอาจเพื่อไว้แต่เลยก็บ้านนุเต้มวยสินตุใครมอกอดกับปลายมอกเจียทอมาดาวิ่งหายกอดกับบ้านนายนอมปรับตัวโอคุดาธากับมอยเนียงใช้แต่ลีซาเทศกีมีประเดี๋ยวได้โดยเขมียนรูปหมุนจุบานรอแบบนี้โปรตาเวียปัจจิเมนครูธนาครั้งนะบาสันจีโอคุดาจะพร้อมนำมกวิเจมวยนี่มันไอเต้กอดดังมุมบอกวันไทม์นไปได้มองตุ่มเน่นไปได้เหมือนจับมองซักซ่าโอคุดาเหมือนบ้านตลับตกเตเต้เนียงบ้านมองเรียนเหมือนไทม์จมวยนั่งหลุกครูโคโรหายยังกับบ้านดังปีโอคุดาเหมือนไทม์เตี้ยโดยเนียงบ้านในใหญ่เรื่องขนมเจ็ดปรับต่อการหลุกครูทาเนียงคือจิตสัตว์ได้เศร้ายิงเกนขนมธนามันเศร้าเมียนกาปัสไซเตะโตน้องจีมวยซะน้ำเนี่ยไล่จังให้บ้านจิกอดเรียนเศร้ายิงเกนั่งในใหญ่เต้าก็เจียมหนูอินโทรเวิร์ดมองลูกครูโคโรบ้านโยชบ้านปีปัญหาระบอบโอคุดาก็ท่ามันไอเต้จำก็ช่วยโอคุดาริจำรายขนมกาซักซ่าเมียนเพียบสนัดนาจึงเป็นหนึ่งมัดรวมธนาเจียงมนผลหมายคล้ายคล้ายมองยังบ้านเคยโอคุดาเป็นเพียบจีจะเลิกล้วนไอหนึ่งเมียนเพียบสนัดนาจึงเป็นหนึ่งมัดรวมธนาเนียงบ้านผลิตซาเทียดโพลบ้านสำรังอย่างบ้านยงอ่อยลูกครูโคโรเจียไปแซ่เราไปได้ลูกครูโคโรหมกดอลมันรองจำยูโอคุดาบ้านยกซาเทียดโพลเนียงบ้านเหมือนการล้างนั่งเอาตัวลูกครูขณะไปได้ลูกครูบ้านพักซาเทียดโพลนูรุ่ยเรียงกายระบอบกวนโดยจีจำลายเมื่อตั้งโดยจีมาเซลสรวดประมาณเต้เหลี่ยมนูเรียงกายระบอบลูกครูโคโรกับบ้านตุพงทัวไอคลวนระบอบกวนนั่งใบใจจีจานจำนายหนึ่งรถเป็นธนาปันได้ลูกครูโคโรเหมือนบ้านการไอหนูเต้กอดบ้านออกุนตัดดอลโอคุดาโดยซาแต่ซาเทศกีมีแต่เนียงบ้านซ้ำล้างนี่ให้เติบถวยกอดไอกอการเนอสมาร์ทพิกไม่มุดเตี้ยแต่ไอถวยเรียงกายระบอบกอดไอปลายตัดโดยจีวัตถุเรียวจังลูกครูโคโรบ้านเลิกซาแต่ดอลโอคุดาทาเนียงปัจจัยไอฉับจับบ้านเลื่อนในหมกวิจิปีเศร้าลูกครูบ้านเลิกตักจัดไอเนียงขัดคอมปรังปลายเหมือนต่อเตี้ยในทั้งไงนะกดเนียงหนึ่งไอคลายจินแนบเชียซาดอจามเนี่ยมวยระยะคลายมอกสัตนาใบอีกระดาเปจ่าจังปีธนาดำใบตะจัวไปจุ่มจมูกหนึ่งสัตดอเตยเตี้ยได้เมนตีตังในขนมตีกรงได้บ้านดังปีมนมาฆ่าอิทาธนาใบอีคือยุทธนาได้ประโมกระดมแต่ดาวซักซาวขนมการซักซาได้ตระบานแกเรืออ้างหนึ่งได้ช่างปีสลาเรียนได้ในขนมตีกรงนำใบชีเวียงกาปาปอรอมแต่ดาวเซฟเซงเตี้ยไทยจีเรียงรอค่ายปุกเกตเตอร์ฉลองการปลายพนมได้เป็นอุปสรรคจิตรานโดยเจียเตอร์แหละตึกปลายเตอร์รถเกิดปีศาจปูได้จักหนึ่งรถเกิดปีศาจขมุกเตยตำรวมได้แต่ดาวสลาเรียนได้ในขนมตีกรงคือทาต้นใดต้นเชิงกรุบเนียบัตแต่ให้นอไปได้บ้านโจรมกิจประชุมจมวยเสดเตยเตี้ยยังบ้านเคยทาเสดนอตีนูบ้านปลากระไซในแบบเมืองงี้หนึ่งไซจำอ้อมการกรมธนาใบอีจำนายไอเนครูอีดีนะกับบ้านหมอกโจรมได้ดำใบบังไฮวิกายจัดตกดักนองการเมื่อไทยเสดการเมื่อไทยระบอบก่อนนั่งบ้านถวยเสนอตีนูเชียมจมอกกรุบเนี่ยกลายไป
ពេលដែលចប់កិច្ចប្រជុំណាគីសាបានមកទិញទឹកញ៉ាំភ្លាមនោះក៏មានសិស្សមួយក្រុមបានមករករឿងគេនិងនិយាយឌឺដងទៅកាន់ណាគីសាថាគឺជាជនបរាជ័យណាគីសាបានតបទៅវិញដោយទឹកមុខស្មើប៉ុន្តែគួរឲ្យខ្លាចរួចហើយក៏បានដើរចាកចេញពីទីនោះទៅលោកខារ៉ាស៊ូម៉ានិងលោកគ្រូខូរ៉ូក៏បានឃើញទស្សនវិជ្ជានេះដែរនិងបានលួចសរសើរណាគីសាថាជាមនុស្សដែលស្អាតប៉ុន្តែហិលចំណែកឯលោកនាយកសាលាក៏បានឃើញរឿងនេះដែរគាត់មិនសប្បាយចិត្តនោះទេដែលបានឃើញសិស្សរបស់គាត់ត្រូវបានសិស្សដែលគេចាប់ទុកថាជាសិស្សដែលបរាជ័យសម្លុតឲ្យភ័យបែបនេះនៅពេលដែលត្រឡប់មកដល់ថ្នាក់រៀនវិញលោកគ្រូខូរ៉ូបានបង្កើនការបង្រៀនរបស់គាត់ទ្វេដងដែលបានប្រើល្បឿនដែលលឿនរបស់គាត់នឹងបំលាស់ទីទៅមកមើលទៅដូចជា Shadow Clone របស់ Naruto អញ្ចឹងនៅពេលដែលចាប់ម៉ោងបង្រៀនលោកគ្រូខូរ៉ូបានដើរត្រឡប់ទៅបន្ទប់របស់គាត់វិញក៏បានឃើញលោកនាយកសាលាដែលមានឈ្មោះថា Gakuho កំពុងតែស្ថិតនៅក្នុងបន្ទប់របស់គាត់លោកខារ៉ាស៊ូម៉ាបានប្រាប់ទៅកាន់លោកគ្រូខូរ៉ូថាលោកនាយកមកទីនេះគឺមានរឿងចង់និយាយជាមួយនឹងលោកគ្រូខូរ៉ូដោយផ្ទាល់មិនបាញ់សួនសាញច្រើននោះទេលោកនាយកGakuhoក៏បាននិយាយដោយត្រង់ថាមិនចង់ឲ្យលោកគ្រូខូរ៉ូបង្រៀនសិស្សថ្នាក់ 3E ឲ្យប្រែក្លាយទៅជាសិស្សពូកែនោះទេមូលហេតុនោះគឺគាត់ចង់ឲ្យសាលារបស់គាត់នឹងមានស្ថិរភាពនៅពេលដែលសិស្សថ្នាក់ 3E ធ្លាប់តែជាសិស្សដែលខ្សោយហើយក្នុងរយៈពេលដ៏ខ្លីក៏អាចប្រែទៅជាសិស្សដែលពូកែរឿងនេះគឺធ្វើឲ្យប៉ះពាល់ទៅដល់ទឹកចិត្តសិស្សដែលរៀននៅសាលាគាត់ជាខ្លាំងមុនពេលដែលគាត់ចាក់ចេញទៅគាត់បានផ្ដាំប្រាប់លោកគ្រូខូរ៉ូថាគាត់ចង់ទុកឲ្យសិស្សថ្នាក់ 3E ជាប់ឈ្មោះជាថ្នាក់ដែលសម្បូរទៅដោយសិស្សដែលមានមធ្យមភាគទាបព្រោះថាតាមទស្សនៈរបស់គាត់នឹងគាត់ជឿជាក់ថាដើម្បីឲ្យសិស្ស 95% ទៀតក្លាយជាសិស្សដែលពូកែខ្លាំងនោះច្បាស់ហើយប្រកាសជាមានសិស្សដែលខ្សោយ 5% ហើយទើបសាលារបស់យើងមានស្ថិរភាពប៉ុន្តែលោកគ្រូខូរ៉ូមិនបានទៅខ្វល់ខ្វាយជាមួយនឹងពាក្យសម្ដីរបស់នាយកសាលានោះទេគាត់កាន់តែបង្រៀនកូនសិស្សរបស់គាត់នឹងខ្លាំងជាងមុនទៅទៀតព្រោះថាពួកគេចិត្តដល់ថ្ងៃប្រឡងហើយគាត់បានប្រើល្បឿនរបស់គាត់នឹងបំលាស់ទីទៅមកបង្រៀនកូនសិស្សម្ដងម្នាក់រហូតដល់តែហត់ខ្លួនឯងនិងដកដង្ហើមសឹងតែមិនដល់គ្នាកូនសិស្សម្នាក់ក៏បានសួរទៅកាន់លោកគ្រូថាហេតុអ្វីបានជាគាត់ខំប្រឹងប្រែងបង្រៀនខ្លាំងបែបនេះលោកគ្រូខូរ៉ូនិយាយទាំងញញឹមគាត់ថាគាត់ចង់ឃើញកូនសិស្សរបស់គាត់ទទួលបានពិន្ទុខ្ពស់គ្រប់គ្នានាថ្ងៃប្រឡងខាងមុខនៅពេលនោះក៏មានសិស្សម្នាក់និយាយថាពួកគេមិនចង់រៀនបានពិន្ទុខ្ពស់អីនោះទេគេគ្រាន់តែចង់សម្រាប់លោកគ្រូរួចយកប្រាក់រង្វាន់10 billion yen ជីវិតពួកគេនឹងរស់ស្រួលបាត់ទៅហើយលើបែបនេះលោកគ្រូខូរ៉ូខាងខ្លាំងណាស់ក៏បានហៅពួកគេឲ្យទៅក្រៅថ្នាក់និងបានបង្វិលខ្លួនយ៉ាងលឿនរហូតខ្លាចជាខ្យល់ព្យុះដ៏ធំមួយដើម្បីគំរាមពួកគេគាត់បានបន្តថាសិស្សទាំងអស់គ្នាមិនអាចពឹងផ្អែកទៅលើការសម្លាប់គាត់ដើម្បីតែយកប្រាក់រង្វាន់តែមួយមុខនោះទេហើយបើសិនជាការសម្លាប់គាត់នឹងបរាជ័យតែអ្នកទាំងអស់គ្នានឹងត្រូវធ្វើអ្វីបន្តទៀតនាពេលអនាគតបើគ្មានចំណេះដឹងសម្រាប់ជាស្ពានឆ្លងទៅរកអនាគតផងហ្នឹងហើយការប្រឡងនៅថ្ងៃខាងមុខនេះបើសិនជាសិស្សទាំងអស់គ្នាមិនអាចចូលតារាងសិស្សពូកែទាំង50នាក់បានទេគាត់នឹងឈប់បង្រៀនហើយនៅពេលដែលគាត់ឈប់បង្រៀនអ្នកទាំងអស់គ្នានឹងគ្មានឱកាសសំបីតែសម្រាប់គាត់នាឆ្នាំក្រោយមកដល់គាត់នឹងកំទេចភពផែនដីចោលនឹងគ្មានអ្វីអាចរារាំងគាត់បាននោះទេហើយគ្រប់យ៉ាងនឹងត្រូវបានបញ្ចប់ហើយបើសិនជាមិនចង់ឲ្យរឿងនេះកើតឡើងទេការប្រឡងនាថ្ងៃខាងមុខពួកគេត្រូវតែធ្វើឲ្យបានល្អថ្ងៃប្រឡងក៏បានចូលមកដល់មើលទៅពួកគេហាក់ដូចជាអស់សង្ឃឹមនិងគ្មានជំនឿចិត្តក្នុងការប្រឡងចំណែកឯលោកគ្រូខូរ៉ូឈរសំជុកសញ្ជឹងតែម្នាក់ឯងនឹកបារម្ភដល់កូនសិស្សមិនដឹងថាពួកគេអាចធ្វើបានឬអត់នោះទេនៅក្នុងកណ្ដាស់ប្រឡងសិស្សទាំងអស់គ្នាបាននឹកស្រមៃថាលំហាត់ទាំងនោះប្រៀបដូចជាបិសាចដ៏ធំមួយកំពុងតែដេញខាំពួកគេអញ្ចឹងហើយត្រូវតែធ្វើចិត្តឲ្យស្ងប់និងរើសកំបិតឡើងដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងសត្វចម្លែកទាំងនោះវិញដោយការព្យាយាមបន្តិចម្ដងពួកគេក៏អាចដោះស្រាយលំហាត់ប្រឡងនីមួយៗបានដោយជោគជ័យប៉ុន្មានថ្ងៃក្រោយមកនៅពេលដែលលទ្ធផលប្រឡងចេញលោកខារ៉ាស៊ូម៉ាបានទូរស័ព្ទទៅកាន់ក្រសួងអប់រំដើម្បីដាក់ពាក្យបណ្ដឹងព្រោះថាការប្រឡងហាក់ដូចជាមានភាពមិនប្រក្រតីដោយសារថ្នាក់ 3E ទទួលបានលទ្ធផលមិនស័ក្តិសមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ពួកគេខាងក្រសួងអប់រំក៏បានឆ្លើយបែបចំអកថាលោកខារ៉ាស៊ូម៉ាធ្វើដូចជាមិនដឹងថានេះគឺជាថ្នាក់ 3E ហើយការប្រឡងលើកនេះគឺនាយកសាលាផ្ទាល់ជាអ្នករៀបចំឡើងលទ្ធផលក៏អាចទីទុកមុនបានដែរថានឹងបែបនេះរឿងដែលបានកើតឡើងបានធ្វើឲ្យលោកគ្រូខូរ៉ូបាក់ទឹកចិត្តជាខ្លាំងណែឯលោកខារ៉ាស៊ូម៉ាក៏គាត់បារម្ភខ្លាំងណាស់ដែរព្រោះថាខ្លាចលោកគ្រូខូរ៉ូឈប់បង្រៀនហើយអ្វីៗគ្រប់យ៉ាងនឹងត្រូវចប់ជាពំខានត្រឡប់មកដល់ថ្នាក់រៀនវិញលោកគ្រូខូរ៉ូឈរបែរខ្នងដាក់សិស្សព្រោះថាគាត់ពិតជាអស់សង្ឃឹមខ្លាំងណាស់ខណៈពេលនោះខាម៉ាក៏បានដកកំបិតគប់សម្ដៅទៅកាន់លោកគ្រូខូរ៉ូគាត់ខឹងខ្លាំងណាស់គាត់កំពុងតែអារម្មណ៍មិនល្អផងប៉ុន្តែទឹកមុខរបស់គាត់ក៏ត្រឡប់មកជាធម្មតាវិញខាម៉ាបានបង្ហាញกระดาษបន្ទុករបស់គាត់នឹងគឺសុទ្ធតែទទួលបាននៅបន្ទុកខ្ពស់គ្រប់មុខវិជ្ជាដែលរឿងនេះបានធ្វើឲ្យលោកគ្រូខូរ៉ូសប្បាយចិត្តខ្លាំងណាស់ទោះបីជាការប្រឡងត្រូវបានលោកនាយកសាលាធ្វើស៊ីក៏ដោយក៏មានសិស្សគាត់ម្នាក់ទទួលបានជោគជ័យដែរប៉ុន្មានថ្ងៃក្រោយមកនៅពេលដែលការប្រឡងបានចប់រួចរាល់សិស្សទាំងអស់គ្នានឹងត្រូវមានដំណើរកម្សាន្តជាមួយសាលានាសប្តាហ៍ក្រោយលោកគ្រូខូរ៉ូគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលឮថាមានដំណើរកម្សាន្តបែបនេះហើយគាត់បានត្រៀមឈុតនារីជប៉ុនសម្រាប់ដើរលេងរួចរាល់ហើយតែរបស់គាត់បានប្រាប់ឲ្យគាត់ឆាប់បដូរឈុតចេញព្រោះថាមើលទៅដូចឈួនអញ្ចឹងលោកគ្រូខូរ៉ូគាត់ពិបាកចិត្តខ្លាំងណាស់មិនដឹងថាដំណើរកម្សាន្តខាងមុខនេះគាត់ត្រូវពាក់ឈុតអ្វីនោះទេមុនពេលដែលដំណើរកម្សាន្តមកដល់លោកខារ៉ាស៊ូម៉ាបានកោះហៅ
សិស្សទាំងអស់គ្នាឲ្យមកប្រជុំនិងបានបញ្យល់ប្រាប់ពួកគេថាដំណើរកំសាន្តលើកនេះគឺជាឱកាសដែលល្អបំផុតដែលអាចសម្រាប់លោកគ្រូខូរ៉ូបានចំណែកឯខាងក្រសួងការពារជាតិបានបង្កប់ក្រុមបាញ់ Snap ដើម្បីជំនួយដល់សិស្សទាំងអស់គ្នាហើយគាត់សូមជូនពរឲ្យពួកគេទទួលបានជោគជ័យក្នុងការសម្រាប់លោកគ្រូខូរ៉ូនិងទទួលបានប្រាក់រង្វាន់10 billion yen ទាំងអស់គ្នានៅពេលដែលបំបែកជួរត្រឡប់មកកាន់ថ្នាក់រៀនវិញពួកគេបានបែងចែកគ្នាជាក្រុមដើម្បីងាយស្រួលសម្រាប់លោកគ្រូខូរ៉ូក្រុមរបស់ Nagisa មានដូចជា Kama, Sugino, Kayano សិស្ស introvert Okuda និងចុងក្រោយជាស្រីស្អាតប្រចាំថ្នាក់នោះគឺ Kansakiលោកគ្រូខូរ៉ូបានបើកទ្វារចូលមកនិងណែនាំឲ្យពួកគេប្រើប្រាស់សៀវភៅរបស់គាត់ដែលបានកត់ត្រាកន្លែងដើរលេងសប្បាយៗមានដូចជាផ្សាររាត្រីហើយនិងកន្លែងដែលមានសុវត្ថិភាពផ្សេងៗទៀតប៉ុន្តែសិស្សរបស់គាត់នឹងមិនសប្បាយចិត្តនោះទេព្រោះថាសៀវភៅដែលលោកគ្រូខូរ៉ូឲ្យយកតាមខ្លួននឹងវាធ្ងន់ខ្លាំងពេកសៀវភៅធ្ងន់ម៉ឹងណាគេងាយយកតាមខ្លួនទេលោកគ្រូហើយសាច់រឿងនៅវគ្គ3នេះខ្ញុំសូមបិទបញ្ចប់ត្រឹមតែប៉ុណ្្នេះសិនចំណែកឯវគ្គក្រោយយើងនឹងបានឃើញអំពីដំណើរកំសាន្តរបស់ពួកគេជួបនឹងឧបសគ្គជាច្រើនដូចជាត្រូវបានជនពាលចាប់ចម្រិតអីអញ្ចឹងទៅនៅក្នុងវគ្គមុនក្រុមសិស្សទាំងអស់គ្នាបានបញ្ចប់ការប្រឡងពួកគេត្រូវមានដំណើរកំសាន្តជុំគ្នាជាមួយនឹងសាលារៀនឥឡូវនេះសិស្សទាំងអស់គ្នាបានមកជុំគ្នានៅចំណតរថភ្លើងហើយចំណែកឯអ្នកគ្រូអ៊ីរីណាក៏បានមកដល់ដែរជាមួយនឹងឈុតសម្លៀកបំពាក់ដ៏ឆើតឆាយរបស់គាត់ដែលធ្វើឲ្យកូនសិស្សម្នាក់ៗឈប់មើលឡើងផ្លឹកលោកខារ៉ាស៊ូម៉ាក៏បានមកដល់ដែរគាត់បានឲ្យអ្នកគ្រូអ៊ីរីណាឆាប់ទៅបដូរសម្លៀកបំពាក់ចេញភ្លាមព្រោះថាមើលទៅគ្មានដូចជាគ្រូអីបន្តិចចំណែកឯរថភ្លើងក៏ចាប់ផ្ដើមចេញដំណើរមើលទៅកូនសិស្សម្នាក់ៗពិតជាសប្បាយចិត្តជាមួយនឹងដំណើរកំសាន្តរបស់ពួកគេណាស់ភ្លាមនោះស៊ូគីណូនិងNagisa មានអារម្មណ៍ថាហាក់ដូចជាបាត់លោកគ្រូខូរ៉ូមិនឃើញមកចូលរួមជាមួយនឹងដំណើរកំសាន្តអញ្ចឹងទាល់តែកលែកមើលទៅក្រៅអួយទើបឃើញលោកគ្រូខូរ៉ូកំពុងតែតោងជាប់រថភ្លើងហើយកូនសិស្សក៏បានហៅលោកគ្រូខូរ៉ូឲ្យត្រឡប់ចូលក្នុងរថភ្លើងវិញព្រោះថានៅខាងក្រៅនឹងពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់នៅក្នុងរថភ្លើងKansakiនិងKayanoក៏បានរវល់គ្នាទៅរកអីញ៉ាំពួកគេក៏បានដើរទៅប៉ះទង្គិចគ្នាជាមួយនឹងបុរសពាក់ឈុតខ្មៅមើលទៅដូចជាក្រុមបងធំអញ្ចឹងពួកវាបាននាំគ្នាលួចមើលKansakiនិងបានទៅសើថានាងគឺជាក្មេងស្រីដែលស្អាតគួរឲ្យចាប់អារម្មណ៍ណាស់ហើយថែមទាំងបានលួចយកសៀវភៅផែនទីដំណើរកំសាន្តរបស់ពួកគេទៀតផងក្រោយមកនៅពេលដែលពួកគេបានធ្វើដំណើរមកដល់សន្តាគារនិងសម្រាប់នៅទីនោះមួយយប់លុះដល់ស្អែកឡើងពួកគេក៏បានចេញដើរលេងពេញទីក្រុងតូក្យូពេលនោះពួកគេក៏បានដើរសម្ដៅទៅកាន់ហាងកាហ្វេមួយដែលត្រូវឆ្លងកាត់ផ្លូវតូចៗនិងស្ងាត់នៅតាមផ្លូវនោះក៏មានក្រុមបងធំបានស្ទាក់ផ្លូវរបស់ពួកគេខាម៉ាក៏បានចេញមុខសួរថាមានរឿងអីមែនមិនបានមកស្ទាក់ផ្លូវពួកគេអញ្ចឹងក្រុមបងធំម្នាក់នោះរៀបនឹងហាមាត់និយាយទៅហើយខាម៉ាក៏បានស្ទុះទៅដាក់ឡើងដេកម្នាក់ទៀតក៏បានដកកំបិតស្ទុះចូលមករៀបនឹងចាក់ទៅលើខាម៉ាប៉ុន្តែក៏ត្រូវបានខាម៉ាវាយឲ្យដេកដូចគ្នាឆ្លៀតពេលដែលខាម៉ាកំពុងជាប់ដៃក្រុមបងធំផ្សេងទៀតក៏បានដើរសម្ដៅទៅចាប់យកសិស្សស្រីខាម៉ាក៏បានព្យាយាមចូលទៅជួយដែរប៉ុន្តែដោយសារតែគ្នារបស់វាច្រើនពេកខាម៉ាតែម្នាក់ឯងមិនអាចទប់ទល់ជាប់នោះទេក៏ត្រូវបានពួកវាវាយឡើងទ្រោមចំណែកឯស៊ូគីណូនិងណាគីសាក៏ត្រូវបានគេវាយទ្រោមខ្លួនដូចគ្នាខណៈពេលដែលពួកគេកំពុងតែសន្លប់បាត់មាត់ឈឹងនៅពេលនោះអូខូដាក៏បានដាស់ពួកគេឲ្យក្រោកឡើងនៅពេលដែលបើកភ្នែកមកទើបដឹងថាមិត្តភក្តិស្រីៗរបស់ពួកគេត្រូវបានក្រុមបងធំចាប់យកទៅបាត់អស់ទៅហើយនៅពេលនោះណាគីសាក៏បានបើកមើលសៀវភៅណែនាំដំណើរកំសាន្តរបស់លោកគ្រូខូរ៉ូដែលបានទុកឲ្យពួកគេក្រោយពីបានអានការណែនាំរបស់លោកគ្រូខូរ៉ូរួចក្រុមរបស់ណាគីសាក៏បានចេញដំណើរទៅរកក្រុមបងធំដើម្បីជួយសង្គ្រោះមិត្តភក្តិស្រីៗរបស់ពួកគេកាន់មកមើលកាយ៉ាណូនិងខានសាគីវិញពួកគេត្រូវបានក្រុមបងធំរុំព័ទ្ធធ្វើបាបយ៉ាងចាស់ដៃតែពិតជាសំណាងល្អខ្លាំងណាស់នៅពេលនោះស៊ូគីណូនិងណាគីសាបានទៅទាន់ពេលវេលាចំណែកឯលោកគ្រូខូរ៉ូក៏បានចូលរួមជាមួយនឹងពួកគេដែរនិងថែមទាំងបានវេគ្នារបស់ពួកវានឹងឲ្យសម្លាប់3 4នាក់ទៀតផងក្រុមបងធំមិនបាននិយាយអ្វីច្រើននោះទេក៏សម្រុកចូលទៅវេលោកគ្រូខូរ៉ូព្រមៗគ្នាតែដោយដែលយើងបានដឹងស្រាប់ហើយគឺដោយយកពងមាន់ទៅចូលជាមួយនឹងថ្មអញ្ចឹងលទ្ធផលនោះគឺដេកទាំងអស់គ្នាតែម្ដងក្រោយពីអ្វីៗបានបញ្ចប់មិត្តរួមថ្នាក់ទាំងអស់គ្នានិងលោកគ្រូខូរ៉ូបានត្រឡប់ទៅវិញនិងបន្តដំណើរកំសាន្តរបស់ពួកគេបន្តទៀតនៅថ្ងៃបន្ទាប់យើងបានឃើញថាលោកខារ៉ាស៊ូម៉ាបានណាត់ជួបជាមួយនឹងកម្ពុជាឃាតករដៃឆៅដែលមានឈ្មោះថា Red Eye ដើម្បីឲ្យគាត់តាមសម្រាប់លោកគ្រូខូរ៉ូដោយដឹងហើយថាលោកគ្រូខូរ៉ូមានសមត្ថភាពបំលាស់ទីលឿនក្នុងភារកិច្ចនេះសិស្សថ្នាក់ 3E ទាំងអស់គ្នាក៏មានការសហការជាមួយនឹងកម្ពុជាឃាតករដៃឆៅផងដែរដូច្នេះពួកគេបានរៀបគម្រោងសម្រាប់លោកគ្រូខូរ៉ូនៅពេលដែលធ្វើដំណើរនៅពេលនោះក៏មានសិស្សម្នាក់ដែលមានឈ្មោះថា Hino បានហៅលោកគ្រូខូរ៉ូឲ្យមើលអ្វីមួយយ៉ាងបន្ទាប់មកនាងក៏បានឲ្យសញ្ញាទៅកាន់ឃាតករដើម្បីឲ្យ
ឲ្យគាត់ចាត់ការលោកគ្រូខូរ៉ូ Snow កំភ្លើងក៏បានលាន់ឮសូរថាផងមួយគ្រាប់នេះពិតជាធ្វើឲ្យកម្ពុជាឃាតករ Red Eye ភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះថាត្រូវបានលោកគ្រូខូរ៉ូចាប់គ្រាប់នោះជាប់បាត់ទៅហើយចំណែកអាការបាញ់ផ្សេងទៀតក៏ដូចគ្នាដែរគឺថាមិនអាចធ្វើអ្វីទៅកាន់លោកគ្រូខូរ៉ូបានទេកម្ពុជាឃាតករគាត់ពិតជាខូចចិត្តខ្លាំងណាស់ព្រោះថាតាំងពីដើមមកមិនដែលទទួលការបរាជ័យអញ្ចឹងទេហើយគាត់ថែមទាំងសន្យាជាមួយនឹងខ្លួនឯងថានឹងលាលែងឈប់ធ្វើជាឃាតករទៀតហើយនៅពេលនោះលោកគ្រូខូរ៉ូក៏បានទៅជួបជាមួយនឹងឃាតករម្នាក់នោះដោយសារតែឃើញគាត់គួរឲ្យអាណិតខ្លាំងពេកក៏បានប៉ាវគាត់ហូបស៊ុបមួយពេលនឹងបានអង្គុយនិយាយរឿងក្នុងចិត្តតែពីរនាក់ថ្ងៃចុងក្រោយនៃដំណើរកម្សាន្តបានមកដល់សិស្សទាំងអស់គ្នាក៏បានរួមគំនិតគ្នាលួចមើលលោកគ្រូខូរ៉ូងូតទឹកព្រោះចង់ដឹងថារាងកាយដែលដូចជាមឹករបស់លោកគ្រូខូរ៉ូនឹងមាន six pack អត់គ្រាន់តែបានឃើញកូនសិស្សលបចូលមកភ្លាមលោកគ្រូខូរ៉ូបានដាក់មេប្រូចតាមបង្អួចបាត់គាត់បានខ្លែងខ្លួនចូលមកដល់បន្ទប់របស់សិស្សស្រីវិញអ្នកគ្រូអ៊ីរីណាកំពុងតែនាំកូនសិស្សស៊ីត្រាវគេហើយលោកគ្រូខូរ៉ូក៏បានចូលបន្លំខ្លួនអង្គុយស្ដាប់ដែរមិនរងចាំយូរអ្នកគ្រូអ៊ីរីណាក៏បានដឹកនាំកូនសិស្សរបស់គាត់ដកកំបិតដេញកាប់លោកគ្រូខូរ៉ូតែម្ដងស្អែកឡើងដំណើរកម្សាន្តក៏ត្រូវបានបញ្ចប់សិស្សទាំងអស់គ្នាក៏ត្រូវមកដល់សាលារៀនវិញហើយពួកគេក៏ទទួលបានដំណឹងថានឹងមានសិស្សថ្មីម្នាក់បន្ថែមទៀតពួកគេពិតជាសប្បាយចិត្តខ្លាំងណាស់ដោយសារតែឃើញរូបថតរបស់នាងនឹងគឺជាស្រីស្អាតនៅពេលដែលចូលទៅដល់ថ្នាក់ទើបដឹងថាសិស្សដែលចូលថ្មីម្នាក់នោះគឺជាបញ្ញាសិប្បនិម្មិតដែលហៅថា AI ហ្នឹងលោកហារ៉ាស៊ូម៉ាបានចូលមកដល់និងបានណែនាំសិស្សថ្មីដែលជា AI ឲ្យសិស្សទាំងអស់គ្នាបានស្គាល់នាងមានឈ្មោះថារីតស៊ូរដ្ឋាភិបាលបានបង្កើតនាងឡើងមកគឺដើម្បីជំនួយដល់សិស្សទាំងអស់គ្នាក្នុងការសម្លាប់លោកគ្រូខូរ៉ូហើយនៅលើដងខ្លួនរបស់នាងគឺបំពាក់ទៅដោយអាវុធពិសេសជាច្រើនលោកគ្រូខូរ៉ូឮហើយគាត់បានសើចចំអកទៅកាន់រដ្ឋាភិបាលថាអស់ក្បាច់ហើយបានជាយករបស់ចឹងមកសម្លាប់គាត់ហ្នឹងម៉ោងសិក្សាក៏បានចូលមកដល់ឆ្លៀតពេលដែលលោកគ្រូខូរ៉ូកំពុងតែបង្រៀនរីតស៊ូបានបើកការវាយប្រហារជាមួយនឹងអាវុធពិសេសដែលនៅលើដងខ្លួនរបស់នាងបាញ់រះទៅលើលោកគ្រូខូរ៉ូជាច្រើនពាន់គ្រាប់ប៉ុន្តែលោកគ្រូខូរ៉ូធ្វើដូចជាមិនមានរឿងអ្វីកើតឡើងចឹងមើលទៅធម្មតាដោយសារតែឃើញថាមិនអាចធ្វើអ្វីទៅកាន់គាត់បានរីតស៊ូបានដំឡើងកំភ្លើងយន្តពិសេសមកពីរថែមទៀតរះទៅកាន់លោកគ្រូខូរ៉ូនៅពេលនោះដៃរបស់លោកគ្រូខូរ៉ូក៏ត្រូវបានដាច់រីតស៊ូក៏បានឈប់បាញ់ហើយថែមទាំងប្រាប់ទៅកាន់លោកគ្រូថានេះគឺជាមេរៀនសម្រាប់លោកគ្រូខូរ៉ូនៅថ្ងៃនេះហើយថ្ងៃស្អែកលោកគ្រូខូរ៉ូនឹងស្លាប់ជាមិនខាននៅថ្ងៃបន្ទាប់រីតស៊ូនៅតែបន្តបាញ់សម្រុកទៅកាន់លោកគ្រូខូរ៉ូជារៀងរាល់ថ្ងៃដែលធ្វើឲ្យសិស្សទាំងអស់គ្នានឹងរៀនមិនចូលនិងមានអារម្មណ៍ថាធុញទ្រាន់ខ្លាំងដោយសារតែនៅពេលដែលនាងបាញ់ទៅលើលោកគ្រូខូរ៉ូម្ដងនឹងមានសម្លេងខ្លាំងនិងត្រូវសម្អាតគ្រាប់កំភ្លើងនៅពេលដែលនាងវាយប្រហាររួចគ្រប់ពេលគ្រប់វេលាធ្វើឲ្យពួកគេមានអារម្មណ៍ថាហត់បន្ទាប់មកសិស្សថ្នាក់ 3E ទាំងអស់ក៏បានឯកភាពគ្នាថានឹងចាប់ចងរីតស៊ូដោយកុំឲ្យនាងដកអាវុធមកកើតក្រោយពីជាប់ចំណងបែបនេះរីតស៊ូក៏បានស្រែកហៅលោកគ្រូខូរ៉ូឲ្យជួយស្រាយចំណងនាងផងព្រោះថាចងបែបនេះគឺនាងពិបាកនៅខ្លាំងណាស់លោកគ្រូខូរ៉ូមិនបានឆ្លើយតបជាមួយនឹងរីតស៊ូទេគាត់ធ្វើដូចជាមិនដឹងមិនឮរឿងអ្វីទាំងអស់ប៉ុន្តែក្នុងចិត្តរបស់គាត់បានយល់ព្រមជួយស្រាយចំណងឲ្យរីតស៊ូបាត់ទៅហើយយប់ឡើងគាត់ក៏បានមកជួយរីតស៊ូហើយថែមទាំងបានជួយកែប្រែប្រព័ន្ធ AI របស់នាងឲ្យប្រសើរជាងមុនដើម្បីឲ្យនាងអាចរាប់អានជាមួយនឹងមិត្តដទៃទៀតនៅក្នុងថ្នាក់លុះដល់ស្អែកឡើងសិស្សទាំងអស់គ្នាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលបានឃើញរីតស៊ូនិយាយសួស្ដីមកកាន់ពួកគេណាគីសាក៏បានសួរសកាន់រីតស៊ូថាហេតុអ្វីថ្ងៃនេះនាងប្លែកម្ល៉េះលោកគ្រូខូរ៉ូក៏បានមកដល់និងបានប្រាប់គ្រប់គ្នាថាគាត់បានកែប្រែប្រព័ន្ធ AI របស់រីតស៊ូឲ្យប្រសើរឡើងជាងមុនពីមួយថ្ងៃទៅមួយថ្ងៃរីតស៊ូនិងសិស្សដទៃទៀតកាន់តែមានភាពស្និទ្ធស្នាលជាមួយនឹងគ្នានិងចេះជួយយកអាសាគ្នាទៅវិញទៅមកសូម្បីតែពេលប្រឡងក៏រីតស៊ូជួយបោះប្រយ៉ងឲ្យដែររឿងនេះគឺបានធ្វើឲ្យលោកគ្រូខូរ៉ូស្រែកឡូឡាពេញថ្នាក់តែម្ដងដំណឹងដែលរីតស៊ូបានបដូរអត្តចរិតមកជាល្អវិញបានលេចលឺទៅដល់រដ្ឋាភិបាលមិនយូរប៉ុន្មានរដ្ឋាភិបាលក៏បញ្ជូនក្រុមបច្ចេកវិទ្យាមកដើម្បីកែប្រែនាងឡើងវិញស្អែកឡើងលោកខារ៉ាស៊ូម៉ាក៏បានយកដំណឹងទាំងនេះប្រាប់ទៅកាន់សិស្សទាំងអស់គ្នាថាកុំឲ្យរវីរវល់ជាមួយនឹងរីតស៊ូទៀតប្រយ័ត្នមានគ្រោះថ្នាក់ព្រោះថារដ្ឋាភិបាលបានធ្វើកំណែតម្រង់ឲ្យនាងកាន់តែកាចសាហាវជាងមុនហើយម៉ោងសិក្សាក៏បានចូលមកដល់នៅពេលនោះលោកគ្រូខូរ៉ូកំពុងតែបង្រៀនរីតស៊ូក៏បានចាប់បើកដំណើរការដែលធ្វើឲ្យសិស្សទាំងអស់គ្នាមិនសប្បាយចិត្តនោះទេព្រោះថារីតស៊ូវាយប្រហារម្ដងគឺតែងតែមានសម្លេងថ្លង់និងធ្លាក់គ្រាប់រាយប៉ែពេញថ្នាក់មួយសន្ទុះក្រោយមកថ្នាក់រៀនក៏បានរង្គើប៉ុន្តែមិនមែនរីតស៊ូបាញ់ផ្លោងគ្រាប់អីនោះទេតែបែរជារីតស៊ូជូនផ្កាទៅដល់មិត្តទាំងអស់គ្នានិងលោកគ្រូខូរ៉ូទៅវិញព្រោះថានាងបានមានពេលវេលាល្អៗជាមួយនឹងមិត្តរួមថ្នាក់ទាំងអស់គ្នានិងទទួលបានអារម្មណ៍ស្និទ្ធស្នាលជាមួយនឹងមិត្តគ្រប់គ្នាឃើញរីតស៊ូបែបនេះមិត្តទាំងអស់គ្នានិងលោកគ្រូខូរ៉ូពិតជាសប្បាយចិត្តខ្លាំងណាស់ប៉ុន្មានថ្ងៃក្រោយមកណាគីសានិងខាម៉ាក៏បាននិយាយគ្នាអំពីរឿងកុនមួយដែលកំពុងតែចាក់បញ្ចាំងហើយពួកគេពិតជាចង់មើលរឿងហ្នឹងប៉ុន្តែអត់មានលុយគាត់ជួយលោកគ្រូខូរ៉ូបានមកដល់ខាម៉ានិងណាគីសាក៏បានឲ្យលោកគ្រូជូនទៅលោកគ្រូខូរ៉ូមិនបានប្រកែកអ្វីទេក៏បានចាប់ពួកគេដាក់ចូលទៅក្នុងអាវរបស់គាត់និងប្រើល្បឿនដ៏លឿននាំកូនសិស្សទៅមើលកុនក្រោយពីមើលចប់សពគ្រប់អស់ហើយលោកគ្រូខូរ៉ូក៏បាននាំកូនសិស្សត្រឡប់ម
មកវិញនៅពេលដែលលោកគ្រូខូរ៉ូចាក់ចេញទៅយើងបានឃើញថាមានជនបិទមុខម្នាក់កំពុងតែតាមដានសកម្មភាពរបស់គាត់ស្អែកឡើងលោកគ្រូខូរ៉ូបានមកបង្រៀនជាធម្មតារីស៊ូបានប្រាប់ទៅកាន់លោកគ្រូខូរ៉ូថាតិចទៀតហ្នឹងនឹងមានសិស្សថ្មីម្នាក់នឹងបដូរមករៀនជាមួយនឹងថ្នាក់ 3E ដែរហើយកូនសិស្សថ្មីម្នាក់ហ្នឹងពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់គេមកនេះគឺមកដើម្បីសម្លាប់លោកគ្រូខូរ៉ូចោលតែម្ដងដំណឹងមួយនេះបានធ្វើឲ្យសិស្សទាំងអស់គ្នាចង់ដឹងខ្លាំងណាស់ថាសិស្សថ្មីម្នាក់ហ្នឹងគឺជាជើងខ្លាំងម្នាក់ណាហើយមានសមត្ថភាពខ្លាំងប៉ុណ្ណាភ្លាមនោះក៏មានជនបិទមុខអាចកំបាំងម្នាក់បើកទ្វារចូលមកហើយគាត់បានណែនាំខ្លួនថាគាត់ឈ្មោះឈីរ៉ូគាត់បានបន្តថាគាត់គឺជាគ្រូរបស់សិស្សថ្មីដែលនឹងមករៀនថ្នាក់ 3E នេះហើយតិចទៀតហ្នឹងគេនឹងមកដល់មួយសន្ទុះក្រោយមកក៏មានក្មេងម្នាក់ដើរទម្លុះជញ្ជាំងចូលមកអង្គុយក្នុងថ្នាក់រៀនដែលធ្វើឲ្យសិស្សទាំងអស់គ្នានិងលោកគ្រូខូរ៉ូពិតជាឆ្ងល់ខ្លាំងណាស់ថាមួយហ្នឹងមិនបានវាមិនដើរចូលតាមខ្លោងទ្វារស្រួលបួលមកខាម៉ាក៏បានចោទសួរទៅកាន់អាក្មេងម្នាក់ហ្នឹងថានៅខាងក្រៅមេឃកំពុងតែភ្លៀងខ្លាំងណាស់មិនបានអត់មានទឹកភ្លៀងអីបន្តិចអញ្ចឹងសិស្សថ្មីម្នាក់ហ្នឹងមិនបាននិយាយអ្វីច្រើនទេក៏បានក្រោកឈរឡើងទៅអង្អែក្បាលរបស់ខាម៉ារួចក៏បានដើរសម្ដៅទៅកាន់លោកគ្រូខូរ៉ូហើយនឹងបានណែនាំខ្លួនថាគាត់នឹងឈ្មោះអ៊ីតូណាហើយគោលបំណងដែលគាត់មកទីនេះគឺដើម្បីមកប្រដៅលោកគ្រូខូរ៉ូព្រោះថាលោកគ្រូខូរ៉ូគឺជាបងប្អូនប្រុសរបស់គាត់ឬបែបនេះហើយម្នាក់នៅទីនោះធ្វើទឹកមុខឆ្ងល់គ្រប់គ្នាអ៊ីតូណាបានប្រាប់ឲ្យគ្រប់គ្នានឹងរើតុរៀបជាសង្វៀនដើម្បីឲ្យគាត់និងលោកគ្រូខូរ៉ូបានប្រកួតគ្នាពេលវេលាប្រកួតក៏បានចូលមកដល់អ៊ីតូណាបានបញ្ចេញកន្ទុយជាច្រើនដោះខ្វាត់ខ្វែងចេញពីក្រោយក្បាលរបស់គាត់គ្រាន់តែរាប់1 2 3ចប់ភ្លាមអ៊ីតូណាបានស្ទុះទៅកាត់ផ្ដាច់ដៃរបស់លោកគ្រូខូរ៉ូមើលសឹងតែមិនទាន់មើលទៅការវាយប្រហារនិងល្បឿនដ៏លឿនរបស់អ៊ីតូណាមិនចាញ់គ្នាជាមួយនឹងលោកគ្រូខូរ៉ូប៉ុន្មានទេការពិវៈមុនលោកគ្រូខូរ៉ូនៅមានការប្រយុទ្ធមួយទៀតជាមួយនឹងអ៊ីតូណាចាប់ផ្ដើមនៅការប្រយុទ្ធដំបូងអ៊ីតូណាបានប្រើល្បឿនដ៏លឿនរបស់គាត់ស្ទុះទៅកាត់ផ្ដាច់ដៃរបស់លោកគ្រូខូរ៉ូគាត់ពិតជាខឹងខ្លាំងណាស់ទឹកមុខរបស់លោកគ្រូខូរ៉ូបានប្រែទៅជាកាចសាហាវភ្នែកឡើងពណ៌ក្រហមប៉ុន្តែអ៊ីតូណាមិនបានខ្វាយខ្វល់ទេគិតតែវាយសម្រុកមិនដល់ដៃនៅពេលនោះលោកគ្រូខូរ៉ូមិនអាចតបបានទេបានត្រឹមតែកិច្ចយកតែ100ខ្លួនប៉ុណ្ណោះខណៈពេលដែលកំពុងតែប្រកួតគ្នាឈីរ៉ូដែលជាគ្រូរបស់អ៊ីតាណាបានប្រើពន្លឺអ្វីម្យ៉ាងបាញ់ទៅលើលោកគ្រូខូរ៉ូដែលជាឱកាសឲ្យអ៊ីតាណាវាប្រហារចំគោលដៅដែលបានធ្វើឲ្យលោកគ្រូខូរ៉ូទន់ជង្គង់ស្រុបតែម្ដងសិស្សរបស់លោកគ្រូខូរ៉ូម្នាក់ឈរមើលឡើងផ្លឹកអស់ហើយនៅពេលដែលឃើញលោកគ្រូរបស់ខ្លួនត្រូវបានរងរបួសធ្ងន់បែបនេះមើលទៅលោកគ្រូខូរ៉ូហាក់ដូចជាអស់កម្លាំងក្រោបឈរប្រយុទ្ធតទៅទៀតចំណែកឯអ៊ីតាណាក៏មិនបានរុញរាយច្រើនដែរក៏បានប្រើស៊ុបពើចុងក្រោយចាក់ផ្ដាច់លោកគ្រូខូរ៉ូចោលតែម្ដងអ្នកទាំងអស់គ្នាច្បាស់ជាគិតថាលោកគ្រូខូរ៉ូមិនរស់នោះទេប៉ុន្តែគណៈពេលនោះលោកគ្រូខូរ៉ូបែរជាឈរធ្វើមិនដឹងហាក់ដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹងដោយមុននេះគាត់បានប្រើល្បឿនដ៏លឿនរបស់គាត់ប្រមូលយកកំបិតដែលនៅក្នុងដៃរបស់កូនសិស្សអញ្ចឹងនៅពេលដែលអ៊ីធូណាដាក់ស៊ុបពើមកលើគាត់មុននេះគឺត្រូវជាមួយនឹងមុខកំបិតទាំងអស់ឆ្លៀតពេលដែលអ៊ីធូណាកំពុងតែមានរបួសនិងមិនទាន់ដោះដៃមកចេញមកវិញលោកគ្រូខូរ៉ូក៏បានចាប់ច្រកអ៊ីធូណាកវត្តចេញទៅក្រៅបង្អួចលោកឈីរ៉ូដែលជាគ្រូរបស់អ៊ីធូណាបានបញ្ញាប់ទៅជួយកូនសិស្សហើយនឹងបានចាក់ចេញទៅប្រហែលថ្ងៃក្រោយមកសិស្សថ្នាក់3E ទទួលបានការអញ្ជើញចូលរួមប្រកួតកីឡា Baseball ជាលក្ខណៈមិត្តភាពជាមួយនឹងក្រុមថ្នាក់ជាន់ខ្ពស់ប៉ុន្តែដោយតែយើងបានដឹងហើយពួកថ្នាក់ជាន់ខ្ពស់ហ្នឹងមិនមែនចង់បានមិត្តភាពអីទេពួកគេគ្រាន់តែចង់បំបាក់ថ្នាក់ 3E ឲ្យទទួលរងនៅការអាម៉ាស់តែប៉ុណ្ណោះលោកគ្រូខូរ៉ូទទួលបានដំណឹងនេះគាត់បានលើកទឹកចិត្តឲ្យកូនសិស្សចូលរួមប្រកួតដោយគាត់ជឿជាក់ថាកូនសិស្សរបស់គាត់នឹងទទួលបានជ័យជំនះព្រោះថា Sugino ក៏ធ្លាប់ជាជើងឯកអ្នកលេងបាល់ Baseball ម្នាក់ដែរថ្ងៃប្រកួតក៏បានចូលមកដល់ក្រុមថ្នាក់ជាន់ខ្ពស់ពិតជាមានជំនឿចិត្តខ្លាំងណាស់ថានឹងអាចបំបាក់ក្រុមថ្នាក់ 3E ឲ្យបរាជ័យបានប៉ុន្តែមិនដូចជាអ្វីដែលពួកគេគិតទេក្រុមថ្នាក់ 3E ឥឡូវមិនមែនជាក្រុមថ្នាក់ 3E ពីមុននោះទេពួកគេយល់ច្បាស់ពីសាមគ្គីភាពនិងចេះធ្វើការជាក្រុមហើយថែមទាំងបានរៀបចំយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ក្រោយពីការប្រកួតយ៉ាងស្វិតស្វាញ admin សុំសរុបជាលទ្ធផលយកហ្មងទៅព្រោះថា admin ក៏មិនសូវយល់ពីការលេងកីឡា baseball ហ្នឹងប៉ុន្មានទេជាលទ្ធផលគឺក្រុមថ្នាក់ 3E ជាអ្នកទទួលបានជ័យជំនះព្រោះថានៅទីនោះក៏មានការជួយគាំទ្រពីលោកគ្រូខូរ៉ូផងដែរនៅពេលដែលក្រុមថ្នាក់ជាន់ខ្ពស់ទទួលរងនៅការបរាជ័យយ៉ាងអាម៉ាស់បែបនេះលោកនាយកសាលាដែលជាខ្នងមួយថ្ងៃរបស់ក្រុមហ្នឹងគាត់ពិតជានៅមិនសុខកាយសប្បាយចិត្តនោះទេក៏បានទៅស្ដីឲ្យគ្រូបង្វឹកហើយថែមទាំងបានដាល់គាត់មួយដៃនិងបាននិយាយថាចាប់ពីពេលនេះទៅទុកឲ្យគាត់ជាអ្នកបង្វឹកក្រុមហ្នឹងដោយផ្ទាល់លោកនាយកសាលាបានរៀបចំក្រុមសិស្សថ្នាក់ជាន់ខ្ពស់ឡើងវិញដោយបានលើកទឹកចិត្តឲ្យពួកគេជឿថានឹងអាចបំបាក់ក្រុមសិស្សថ្នាក់ 3E បានដោយសារតែបានដឹងពីយុទ្ធសាស្ត្ររបស់សត្រូវមុនលោកគ្រូខូរ៉ូក៏បានរៀបចំក្រុមឡើងវិញដែរដោយកុំឲ្យកូនសិស្សរបស់គាត់
គាត់មានការពន់ភាំងស្មារតីអ្វីទាំងអស់ដោយរក្សាទម្រង់លេងដូចជាធម្មតានិងបានប្រាប់ឲ្យខាម៉ាប្រើយុទ្ធសាស្ត្រចុងក្រោយដើម្បីបំបាក់គូប្រកួតទៀតផងការប្រកួតក៏បានមកដល់ខាម៉ាក៏បានដើរទៅនិយាយលេបខាយដាក់ស៊ីនដូដែលជាកីឡាករសំខាន់ប្រចាំក្រុមហើយជាមេក្រុមផងដែរបន្ទាប់មកខាម៉ាក៏បានប្រើប្រាស់នៅយុទ្ធសាស្ត្រចុងក្រោយដែលបានធ្វើទឹកមុខឲ្យញាក់ញ័រដាក់ដើម្បីបំបាក់ទឹកចិត្តសត្រូវដែលធ្វើឲ្យវាយគ្រាប់បានមិនត្រូវជាចុងក្រោយក្រុមថ្នាក់ 3E ក៏ទទួលបាននៅជ័យជំនះម្ដងទៀតហើយពួកគេពិតជាសប្បាយចិត្តខ្លាំងណាស់ជាមួយនឹងជ័យជំនះមួយនេះព្រោះថាពួកគេអាចយកឈ្នះក្រុមជើងខ្លាំងបានហើយថែមទាំងជាខ្សែរបស់នាយកស្លាទៀតប៉ុន្មានថ្ងៃក្រោយមកក៏ដល់ម៉ោងត្រូវវឹកហាត់ក្បាច់គុនជាមួយនឹងលោកខារ៉ាស៊ូម៉ាទៀតហើយកូនសិស្សទាំងអស់គ្នាបានប្រើប្រាស់ក្បាច់គុនវាយប្រហារទៅលើលោកខារ៉ាស៊ូម៉ាដោយតាមធម្មតាចម្លែកអីតែណាគីសាបានវាយឆ្មក់យ៉ាងស្ងប់ស្ងាត់បំផុតប្រៀបដូចជាសត្វពស់រងចាំចាប់ចំណីអញ្ចឹងដែលធ្វើឲ្យលោកខារ៉ាស៊ូម៉ាមិនទទួលបានអារម្មណ៍ដឹងមុនក៏ជ្រុលដៃវាយបកទៅកាន់ណាគីសាគាត់បានសុំទោសទៅកាន់ណាគីសាដែរហើយគាត់បានឲ្យកូនសិស្សវឹកហាត់បន្តគាត់សុំទៅសម្រាប់បន្តិចពេលនោះក៏បានទៅប្រទះគ្នាជាមួយនឹងគ្រូក្បាច់គុនថ្មីម្នាក់ដែលគាត់បានណែនាំខ្លួនថាគាត់ឈ្មោះយូកូគាត់ត្រូវបានរាជរដ្ឋាភិបាលជួលមកដើម្បីបង្កើនការវឹកហាត់សិស្សថ្នាក់ 3E បន្ថែមទៀតលោកគ្រូយូកូមើលទៅពិតជាមានចិត្តល្អខ្លាំងណាស់ថ្ងៃដំបូងគាត់បានវេចនំឆ្ងាញ់មកផ្ញើកូនសិស្សជាច្រើនហើយថែមទាំងបានចាត់ទុកកូនសិស្សទាំងអស់គ្នានឹងប្រៀបដូចជាគ្រួសាររបស់គាត់អញ្ចឹងលោកខារ៉ាស៊ូម៉ាក៏បានទៅឆែកមើលប្រវត្តិរបស់លោកគ្រូថ្មីម្នាក់ហ្នឹងហើយក៏បានឃើញថាគាត់ធ្លាប់ធ្វើជាគ្រូបង្វឹករបស់ទាហានទៀតហើយទាហានម្នាក់សុទ្ធតែមានចំណងជាប់នៅដៃហើយនឹងមានស្នាមរបួសពេញខ្លួនម៉ោងដែលលោកគ្រូយូកូបង្ហាត់ក៏បានចូលមកដល់គាត់បានដកការវិភាគវឹកហាត់របស់គាត់ឲ្យទៅកូនសិស្សមើលគឺថាហាត់ជាមួយនឹងគាត់គឺគ្មានពេលសម្រាប់នោះទេគឺហាត់តាំងពីព្រឹករហូតដល់យប់តែម្ដងគាត់បានលើកឡើងថាធ្វើបែបនេះទើបរាងកាយឆាប់រឹងមាំហើយថែមទាំងហាត់ឆាប់ចេះទៀតនៅពេលនោះសិស្សម្នាក់មានឈ្មោះថាហ៊ីរ៉ូតូបានចេញមុខតវ៉ាថាការហាត់គ្មានពេលសម្រាប់បែបនេះពួកគេគឺមិនអាចធ្វើបានទេលោកគ្រូយូកូក៏មិនបាននិយាយអ្វីច្រើនដែរក៏បានចាប់ហ៊ីរ៉ូតូសោកមួយជង្គង់ឲ្យដេកឆ្អល់ហើយនឹងបានសួរទៅកាន់សិស្សទាំងអស់គ្នាថាមាននរណាគេមិនចង់ហាត់ជាមួយគាត់គឺថាអាចទៅហាត់ជាមួយនឹងលោកខារ៉ាស៊ូម៉ាវិញបាននៅពេលនោះខានសាគីក៏បានក្រោកឈរមកហើយនឹងបានប្រាប់ថាគាត់សុំបដូរទៅហាត់ជាមួយនឹងលោកខារ៉ាស៊ូម៉ាវិញហើយនិយាយមិនទាន់បានចប់ផងក៏ត្រូវស៊ីមួយកំភ្លៀងដេកស្អាតពេលនោះលោកគ្រូខូរ៉ូនិងលោកខារ៉ាស៊ូម៉ាក៏មិនអង្គុយនៅស្ងៀមដែរក៏បានចេញទៅអន្តរាគមន៍លោកគ្រូយូកូបានចោទទៅកាន់អ្នកទាំងអស់គ្នាដែលនៅទីនេះគឺមិនយល់ពីក្បាច់គុនពិតប្រាកដហើយគាត់ក៏បានឲ្យលោកខារ៉ាស៊ូម៉ាជ្រើសយកសិស្សម្នាក់ឲ្យមកប្រកួតជាមួយនឹងគាត់ហើយគាត់នឹងបង្ហាញពីក្បាច់គុនពិតទៅកាន់អ្នកទាំងអស់គ្នាឲ្យបានភ្លឺភ្នែកច្បាស់លោកខារ៉ាស៊ូម៉ាមិនបានស្ទាក់ស្ទើរអ្វីទេគាត់បានចុចយកណាគីសាដែលគាត់បានជឿជាក់លើណាគីសាថានឹងអាចធ្វើបានដោយសារតែទទួលបានការជឿជាក់ពីលោកខារ៉ាស៊ូម៉ាខ្លាំងបែបនេះណាគីសាក៏មិនបានស្ទាក់ស្ទើរដែរដោយបានដើរទៅប្រឈមមុខជាមួយនឹងលោកគ្រូយូកូមួយស្មើដោយមិនមានភាពភ័យខ្លាចអ្វីទាំងអស់ចំណែកឯមិត្តរបស់គាត់វិញម្នាក់ភ័យជំនួសគាត់មិនស្ទើរនោះទេណាគីសាបានវាយប្រហារទៅកាន់លោកគ្រូយូកូយ៉ាងលឿនបំផុតនិងស្ងប់ស្ងាត់បំផុតប្រៀបដូចជាសត្វពស់ចាំចាប់ចំណីអញ្ចឹងដោយមិនឲ្យសត្រូវបានដឹងខ្លួនមុនទីបំផុតណាគីសាក៏អាចយកឈ្នះទៅលើលោកគ្រូយូកូបានគ្រប់គ្នាដែលបានឃើញម្នាក់ឈប់មើលឡើងផ្លឹកអស់ហើយនឹងបាននាំគ្នាស្ងើចសរសើរទៅកាន់ណាគីសាមិនដាច់ពីមាត់លោកគ្រូយូកូបានក្រោកឡើងជាមួយនឹងកំហឹងយ៉ាងខ្លាំងណាគីសាក៏បានសុំទោសទៅកាន់គាត់ដែរតែគាត់មិនបានខ្វល់ខ្វាយអ្វីទេក៏បានស្ទុះទៅវេណាគីសាតែពេលនោះក៏ត្រូវបានលោកខារ៉ាស៊ូម៉ាចេញមកទប់ស្កាត់ទាន់ពេលវេលានិងបានផ្ដួលឲ្យលោកគ្រូយូកូដេកនៅនឹងកន្លែងហើយសិស្សទាំងអស់គ្នាក៏បានត្រឡប់មកចូលវឹកហាត់ជាមួយនឹងលោកខារ៉ាស៊ូម៉ាវិញបន្តទៀតប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីឈប់សម្រាកពីម៉ោងសិក្សាលោកគ្រូខូរ៉ូបាននាំកូនសិស្សរបស់គាត់ចេញទៅក្រៅសាលាដើម្បីលំហែកាយនៅកន្លែងហែលទឹកមួយកន្លែងនៅពេលដែលកូនសិស្សទាំងអស់គ្នាកំពុងតែលេងទឹកយ៉ាងសប្បាយតែបើជាលោកគ្រូខូរ៉ូមិនលេងជាមួយនឹងគេទៅវិញកូនសិស្សម្នាក់ក៏បានបាចទឹកដាក់លោកគ្រូខូរ៉ូបន្ទាប់មកខាម៉ាក៏បានតងរួនឲ្យលោកគ្រូខូរ៉ូធ្លាក់ចុះមកតែនៅពេលនោះលោកគ្រូខូរ៉ូបែរជាចេញអាការៈភ័យស្លន់ស្លោទៅវិញនៅពេលនេះយើងក៏បានដឹងហើយថារាងកាយដែលមានរាងដូចជាមឹករបស់លោកគ្រូខូរ៉ូនឹងគឺខ្លាចទឹកនៅពេលដែលប៉ះទឹករាងកាយរបស់គាត់នឹងធ្លាក់ចុះអន់ថយជាមិនខាននេះហើយជាចំណុចខ្សោយរបស់គាត់យប់ឡើងយើងបានឃើញថាសិស្សរបស់លោកគ្រូខូរ៉ូម្នាក់ដែលមានឈ្មោះថាខ្ជូម៉ាបានទទួលលុយនិងសហការគ្នាជាមួយនឹងឈីរ៉ូនិងអ៊ីតូណាហើយបានរៀបចំផែនការសម្រាប់លោកគ្រូខូរ៉ូនៅថ្ងៃស្អែកលុះដល់ស្អែកឡើងខ្ជូម៉ាបានអនុវត្តផែនការដោយបានបបួលលោកគ្រូខូរ៉ូនិងសិស្សទាំងអស់គ្នាទៅលេងទឹកនៅទីនោះម្ដងទៀតនៅពេលដែលទៅដល់កន្លែងលេងគ្រប់គ្នាបានចុះលេងទឹកយ៉ាងសប្បាយរីករាយពេលនោះខ្ជូម៉ាក៏បានដកកំភ្លើងមួយដែលឈីរ៉ូបកគលឲ្យតាំងពីយប់មិញហ្នឹងភ្ជង់ទៅកាន់លោកគ្រូខូរ៉ូរួចក៏បានបាញ់នៅពេលនោះទំនប់ទឹកក៏បានផ្ទុះឡើងហូរសិស្សទាំងអស់គ្នាធ្លាក់ចុះទៅកាន់ជ្រោះខាងក្រោមពេលនោះហើយគឺជាពេលដែលខ្ជូម៉ាបានដឹងខ្លួនថាគាត់បានចាញ់បោកឈីរ៉ូនិងអ៊ីតូណាហើយលោកគ្រូខូរ៉ូមិនបានខ្វល់ខ្វាយជាមួយនឹងរាងកាយពណ៌លឿងរបស់គាត់ដែលលាក់ស៊ីជាមួយនឹងទឹកទេក៏បានលោតទៅជួយសង្គ្រោះកូនសិស្សទាំងអស់គ្នាដោយមិនបានខ្វល់ពីខ្លួនឯងថានឹងមានគ្រោះថ្នាក់ទេអ៊ីតូណាបានឈរចាំនៅមាត់
គាត់ជ្រួសស្រាប់គ្រាន់តែលោកគ្រូខូរ៉ូលោតមកអ៊ីតាណាបានប្រើកន្ទុយទាញលោកគ្រូខូរ៉ូទម្លាក់ទឹកដើម្បីឲ្យរាងកាយរបស់គាត់ចុះខ្សោយនិងងាយស្រួលសម្លាប់ចំណែកឯខ្យូម៉ាគាត់ពិតជាភ័យខ្លាំងណាស់ក៏បានឲ្យខាម៉ាជួយនឹងនិយាយរឿងដែលបានចូលដៃចូលជើងជាមួយនឹងឈីរ៉ូប្រាប់ប្រកាន់ខាម៉ាទាំងអស់ខាម៉ាឮហើយក្តៅចិត្តឆេវហ្មងក៏បានសោកមួយដៃនិងបានស្ដីឲ្យខ្យូម៉ាថាធ្វើអីមិនចេះគិតដោយសារតែលុយធ្វើឲ្យមិត្តភ័ក្តិទាំងអស់គ្នាមានគ្រោះថ្នាក់នៅពេលនោះលោកគ្រូខូរ៉ូត្រូវបានអ៊ីតាណាវាយឡើងទួកសាច់ហើយចំណែកឯសិស្សរបស់គាត់ក៏នៅមិនស្ងៀមដែរក៏បានរៀបចំគម្រោងការជួយសង្គ្រោះលោកគ្រូខូរ៉ូដែលបានដឹងថារាងកាយរបស់អ៊ីតាណាដូចនឹងលោកគ្រូខូរ៉ូដែរអញ្ចឹងនៅពេលដែលប៉ះជាមួយទឹកនឹងចុះខ្សោយជាមិនខានខ្យូម៉ាបានដឹងពីកំហុសរបស់ខ្លួនក៏បានលោតទៅជួយលោកគ្រូខូរ៉ូមុនគេដែលបានបាចទឹកដាក់អ៊ីតាណាចំណែកឯអ្នកផ្សេងទៀតក៏មិននៅស្ងៀមដែរក៏បានលោតមកព្រមគ្នាបាចទឹកដាក់អ៊ីតាណារហូតទាល់តែឈីរ៉ូនាំអ៊ីតាណាដកថយទៅវិញប៉ុន្មានសប្តាហ៍ក្រោយមកលោកគ្រូខូរ៉ូបានបង្រៀនកូនសិស្សរបស់គាត់ទ្វេដងដោយបានប្រើល្បឿនដែលលឿនរបស់គាត់ឆ្លាស់ទៅឆ្លាស់មកមើលសឹងតែមិនទាន់បង្រៀនកូនសិស្សម្ដងម្នាក់ព្រោះថាពួកគេចិត្តដល់ថ្ងៃប្រឡងឆមាសទៀតហើយកាន់មកមើលទីស្នាក់ការរបស់សាលារៀនវិញលោកនាយកសាលាបានហៅលោកខារ៉ាស៊ូម៉ាមកទៀតហើយដែលបានបញ្យល់គាត់ម្ដងទៀតថាមិនចង់ឲ្យថ្នាក់ 3E ពូកែជាងថ្នាក់ជាន់ខ្ពស់របស់គាត់ទេហើយចំណែកការប្រឡងឆមាសនៅថ្ងៃខាងមុខគាត់សង្ឃឹមថាថ្នាក់ 3E នឹងទទួលបានលទ្ធផលទាបជាងសិស្សថ្នាក់ជាន់ខ្ពស់របស់គាត់អញ្ចឹងសង្ឃឹមថាលោកខារ៉ាស៊ូម៉ានឹងយល់ហើយនឹងចេះចាត់ចែងការងារមួយនេះហើយនៅក្នុងថ្ងៃមួយស៊ូគីណូក៏ទទួលបានទូរស័ព្ទពីស៊ីនដូដែលជាដៃគូប្រកួតបាល់បេសបលរបស់គាត់កាលពីវគ្គមុនស៊ីនដូបានលួចប្រាប់រឿងអាចកម្បាំងមួយទៅកាន់ស៊ូគីណូថាកម្ពុជាសិស្សទាំង5ដែលជាចំណិតរបស់លោកនាយកសាលាបានរៀបចំផែនការប្រកួតប្រជែងជាមួយនឹងថ្នាក់ 3E អាសាណូដែលជាកូនរបស់នាយកសាលាហើយក៏ជាសិស្សដែលឆ្លាតនិងពូកែជាងគេបំផុតប្រចាំសាលារៀនគេបានដឹកនាំក្រុមសិស្សជាន់ខ្ពស់ទាំងអស់គ្នាឲ្យខំប្រឹងឲ្យបានយកឈ្នះក្រុមសិស្សថ្នាក់ 3E ដោយការប្រឡងខាងមុខនេះគឺពួកគេមិនឲ្យក្រុមសិស្សថ្នាក់ 3E ទទួលបាននៅចំណាត់ថ្នាក់ល្អៗសូម្បីតែម្នាក់ក្រោយពីបានស្ដាប់ឮបែបនេះក្រុមថ្នាក់ 3E ទាំងអស់គ្នាក៏កាន់តែមានកម្លាំងចិត្តធ្វើដងទៀតហើយនឹងបានសន្យាជាមួយនឹងពួកគេថានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនៅថ្ងៃប្រឡងដើម្បីដណ្ដើមយកចំណាត់ថ្នាក់ល្អៗនោះពីសិស្សថ្នាក់ជាន់ខ្ពស់ឲ្យបាននៅក្នុងបានណឡៃមួយគណៈពេលដែលក្រុមសិស្សថ្នាក់ 3E កំពុងតែសិក្សាពេលនោះក្រុមសិស្សថ្នាក់ជាន់ខ្ពស់ក៏បានមករញ៉េរញ៉ៃឆាឆៅពួកគេដោយមិនឲ្យពួកគេនឹងរៀនសូត្របានប៉ុន្តែក្រុមសិស្សថ្នាក់ 3E មិនមែនស្លូតងាយស្រួលធ្វើបាបដោយពីមុននោះទេពួកគេបានប្រើប្រាស់ក្បាច់ដែលតែងតែវឹកហាត់ជាមួយនឹងលោកខារ៉ាស៊ូម៉ាមកបំភ័យក្រុមសិស្សថ្នាក់ជាន់ខ្ពស់ឲ្យត្រឡប់ទៅវិញទាំងអស់គ្នាដោយសារតែចង់ឈ្នះចាញ់ជាមួយនឹងក្រុមថ្នាក់ 3E ពេកអាសាណូដែលជាកូនរបស់នាយកសាលាបានរៀបចំកិច្ចសន្យាមួយរវាងសិស្សថ្នាក់ 3E និងសិស្សថ្នាក់ជាន់ខ្ពស់ថាអ្នកណាដែលទទួលបាននៅពិន្ទុខ្ពស់បំផុតនៅក្នុងការប្រឡងនឹងមានសិទ្ធិគ្រប់គ្រងឬក៏បញ្ជាថ្នាក់ម្ខាងទៀតឲ្យធ្វើអ្វីដែលពួកគេបានបញ្ជាឲ្យធ្វើថ្ងៃប្រឡងក៏បានចូលមកដល់សិស្សថ្នាក់ 3E ទាំងអស់គ្នាបានចាត់ទុកថាការដោះស្រាយលំហាត់គណិតវិទ្យាប្រៀបដូចជាការប្រយុទ្ធជាមួយនឹងសត្វយក្សដ៏ធំចំណែកឯលោកគ្រូខូរ៉ូបានឈររងចាំសិស្សរបស់គាត់ដោយជឿជាក់ថាសិស្សរបស់គាត់នឹងអាចធ្វើបានល្អនៃការប្រឡងមួយនេះពីមួយលំហាត់ទៅមួយលំហាត់សិស្សថ្នាក់ 3E ពិតជាព្យាយាមដោះស្រាយបានយ៉ាងល្អខ្លាំងណាស់ចំណែកឯក្រុមសិស្សថ្នាក់ជាន់ខ្ពស់វិញក៏មិនចាញ់គ្នាប៉ុន្មានដែរប៉ុន្មានសប្តាហ៍ក្រោយមកលទ្ធផលប្រឡងក៏បានមកដល់ដៃលោកគ្រូខូរ៉ូហើយគាត់បានបើកប្រកាសនៅលទ្ធផលរបស់សិស្សទាំងអស់គ្នាម្នាក់ពិតជាសប្បាយចិត្តនិងត្រេកអរខ្លាំងណាស់ព្រោះថាពួកគេទទួលបានលទ្ធផលខ្ពស់គ្រប់គ្នាចំណែកឯសិស្សថ្នាក់ជាន់ខ្ពស់វិញដូចជាមិនសូវសប្បាយចិត្តប៉ុន្មានទេព្រោះថាពិន្ទុរបស់ពួកគេនឹងនៅក្រោមសិស្សថ្នាក់ 3E សរុបជាលទ្ធផលនៃការភ្នាល់មួយនេះគឺក្រុមសិស្សថ្នាក់ 3E ទទួលបានជ័យជំនះដែលបានបំផាក់ថ្នាក់ជាន់ខ្ពស់ឲ្យទទួលរងនៅការអាម៉ាស់យ៉ាងខ្លាំងនៅក្នុងសាលាទោះបីជាថ្នាក់ 3E ទទួលបាននៅជោគជ័យពិតមែនប៉ុន្តែខាម៉ាហាក់ដូចជាមិនពេញចិត្តជាមួយនឹងពិន្ទុរបស់គាត់ព្រោះថាកាលពីប្រឡងមុនគាត់តែងតែទទួលបាននៅពិន្ទុខ្ពស់ជាងគេដែលជាហេតុធ្វើឲ្យគាត់មិនសូវយកចិត្តទុកដាក់ក្នុងការសិក្សាព្រោះថាគាត់បានជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងពេកទើបធ្វើឲ្យការប្រឡងលើកនេះទទួលបាននៅពិន្ទុមិនល្អបែបនេះលោកគ្រូខូរ៉ូឃើញបែបនេះគាត់មិនបានលើកទឹកចិត្តទេបែរជាសើចចំអកនិងនិយាយឌឺដងទៅកាន់ខាម៉ាទៅវិញលោកគ្រូខូរ៉ូធ្វើអញ្ចឹងដើម្បីដុតកំហឹងរបស់ខាម៉ាឲ្យគាត់បន្តប្រឹងប្រែងក្នុងការសិក្សាឲ្យខ្លាំងជាងមុនប៉ុន្មានថ្ងៃក្រោយមកសាលារៀនក៏បានកោះហៅសិស្សថ្នាក់ 3E និងសិស្សថ្នាក់ផ្សេងទៀតដើម្បីមកប្រជុំគ្នាបើករង្វាន់តាមពិន្ទុរបស់ពួកគេដែលទទួលបានហើយនេះក៏ជាឱកាសដើម្បីឲ្យសិស្សថ្នាក់ 3E ស្នើឲ្យក្រុមថ្នាក់ជាន់ខ្ពស់បំពេញកាតព្វកិច្ចនិងកិច្ចព្រមព្រៀងដែលពួកគេបានភ្នាល់គ្នាហើយសំណើរបស់ក្រុមថ្នាក់ 3E នោះគឺមិនឲ្យសិស្សថ្នាក់ជាន់ខ្ពស់ទទួលបាននៅរង្វាន់អ្វីពីសាលាឡើយចំណែកឯសិស្សថ្នាក់ 3E គឺទទួលបាននៅរង្វាន់ដំណើរកម្សាន្តពីសាលាមុនពេលដែលដំណើរកម្សាន្តបានមកដល់សិស្សថ្នាក់ 3E បានបំពេញវឹកហាត់ការបាញ់កាំភ្លើងបន្ថែមមុនពេលដែលចេញទៅដំណើរកម្សាន្តដើម្បីលួចធ្វើខេតលោកគ្រូខូរ៉ូពេលដែលកំពុងវឹកហាត់ជាមួយនឹងអ្នកគ្រូអ៊ីរីណាពេលនោះក៏មានបុរសម្នាក់បង្ហាញ
ខ្លួនមកដែលគាត់គឺជាឃាតករដែលមានកេរ្តិ៍ឈ្មោះម្នាក់ដែលមានឈ្មោះថា Broski គាត់ក៏ធ្លាប់ជាគ្រូបង្រៀនរបស់អ្នកគ្រូ Irina ផងដែរហើយគាត់មកថ្ងៃនេះគឺដើម្បីបង្វឹកសិស្សថ្នាក់ 3E ឲ្យស្គាល់ច្បាស់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់លោកគ្រូ Koro ហើយនឹងពង្រឹងបន្ថែមដល់ការបាញ់កាំភ្លើងរបស់សិស្សម្នាក់ៗឲ្យបាញ់ច្បាស់ចំគោលដៅល្អជាងមុនពេលនោះលោក Broski បានប្រទះជាមួយនឹង Nagisa ហើយក៏បានចាប់អារម្មណ៍ភ្លាមថាក្មេងប្រុសម្នាក់នេះមានសមត្ថភាពដ៏អស្ចារ្យក្នុងការធ្វើជាឃាតករនៅថ្ងៃបន្ទាប់ដំណើរកម្សាន្តរបស់ថ្នាក់ 3E ក៏បានមកដល់ពួកគេបានជិះកប៉ាល់ដ៏ធំមួយសម្ដៅទៅកាន់កោះដ៏ស្រស់ស្អាតដូចជាឋានសួគ៌អញ្ចឹងពួកគេចំណាយពេលពេញមួយថ្ងៃលេងយ៉ាងសប្បាយជាមួយនឹងលោកគ្រូ Koro លុះដល់ល្ងាចឡើងក៏ត្រូវដល់ពេលដែលពួកគេរៀបចំផែនការដើម្បីកម្ចាត់លោកគ្រូ Koro ចោលហើយពួកគេបាននាំលោកគ្រូ Koro ទៅកន្លែងញ៉ាំអាហារពេលល្ងាចមួយកន្លែងនិងបានរៀបចំអាហារឆ្ងាញ់ៗសម្រាប់គាត់ទៀតផងពេលដែលបានរៀបចំរួចរាល់អស់ហើយពួកគេក៏បានធ្វើជាហៅលោកគ្រូ Koro ឲ្យមកអង្គុយមើលទូរទស្សន៍ដើម្បីបន្លប់កុំឲ្យលោកគ្រូ Koro ចាប់អារម្មណ៍ពីផែនការរបស់ពួកគេលោកគ្រូ Koro មើលទូរទស្សន៍ជក់ពេកមិនបានដឹងខ្លួនថាកន្លែងដែលគាត់កំពុងតែអង្គុយនឹងបានលិចបន្តិចម្ដងដោយសារតែកូនសិស្សបានរៀបចំឲ្យទឹកជ្រាបចូលដោយមិនឲ្យលោកគ្រូបានដឹងខ្លួនមួយសន្ទុះក្រោយមកលោកគ្រូ Koro ប្រែទៅជាអស់កម្លាំងដោយសារតែរាងកាយរបស់គាត់ស្រូបយកជាតិទឹកច្រើនពេកបណ្ដាលឲ្យល្បឿនបំលាស់ទីរបស់គាត់នឹងអន់ថយជាខ្លាំងជាកិច្ចដំបូងសិស្សរបស់គាត់បានដកកាំភ្លើងមកបាញ់ផ្ដាច់ដៃជើងដែលមានរាងដូចជាមឹករបស់លោកគ្រូ Koro ឲ្យដាច់ដើម្បីកុំឲ្យគាត់មានឱកាសរត់រួចហើយផែនការរបស់ក្រុមសិស្សថ្នាក់ 3E ក៏បានចាប់ផ្ដើមក្រុមរបស់ Kama បានជិះម៉ូតូទឹកទាញកំទេចដំបូលដែលបានបិទបាំងដើម្បីឲ្យក្រុមរបស់ Nagisa ជិះ flyboard ហោះឡើងទៅលើនិងយកចំហាយទឹកដែលបានសាច់មកធ្វើជារបងកុំឲ្យលោកគ្រូ Koro រត់គេចបាននៃឯក្រុមរបស់ Ritsu ក៏បានដកកំភ្លើងមកបាញ់សង្គ្រប់ទៅលើលោកគ្រូ Koro ដែលមើលទៅហាក់ដូចជាគាត់នឹងអស់ផ្លូវរត់ហើយតែនៅពេលនោះលោកគ្រូ Koro បានប្រើវិធីចុងក្រោយដែលបានបំផ្ទុះខ្លួនឯងយ៉ាងខ្លាំងតែទាំងអស់គ្នាបានគិតថាលោកគ្រូ Koro បានស្លាប់តែនៅពេលនោះក៏បានឃើញពពុះអ្វីផុសចេញមកពីក្នុងទឹកហើយក៏ស្រាប់តែលេចចេញមកនៅកែវមួយដែលបានផ្ទុកលោកគ្រូ Koro នៅក្នុងនោះសិស្សម្នាក់ៗស្រឡាំងកាំងអស់ហើយលោកគ្រូ Koro សើចយ៉ាងសប្បាយនឹងបាននិយាយថាគ្មាននរណាម្នាក់នឹងអាចសម្លាប់គាត់បាននោះទេព្រោះថារាងកាយដែលមានពណ៌លឿងរបស់គាត់នៅពេលដែលទទួលរងការវាយប្រហារខ្លាំងវានឹងបង្រួមទៅជាកញ្ចក់ដែលរឹងមាំខ្លាំងបំផុតដែលគ្មានអ្វីអាចបំបែកបានហើយគាត់ថែមទាំងអាចរស់នៅក្នុងនោះបានទៀតផងអញ្ចឹងផែនការរបស់ក្រុមថ្នាក់ 3E ដែលបានរៀបគម្រោងសម្រាប់លោកគ្រូ Koro នឹងគឺត្រូវបរាជ័យម្ដងទៀតហើយបន្ទាប់ពីហេតុការណ៍នោះត្រូវបានចាប់សពគ្រប់សិស្សម្នាក់ៗហាក់ដូចជាអស់កម្លាំងខ្លាំងនិងធ្លាក់ខ្លួនឈឺគ្រប់គ្នាដោយមិនដឹងមូលហេតុភ្លាមនោះលោក Karasuma ក៏ទទួលបាននៅទូរស័ព្ទពីជនដែលមិនស្គាល់អត្តសញ្ញាណដែលគេបានប្រាប់ថាគេបានដាក់ថ្នាំពុលក្នុងចំណីអាហារដែលសិស្សបានញ៉ាំហើយជាតិពុលនឹងធ្វើទុកបន្តិចម្ដងរហូតទាល់តែស្លាប់បើសិនជាចង់បាននៅថ្នាំមិនសាបត្រូវតែបកគលលោកគ្រូ Koro ឲ្យគេឥឡូវនេះដើម្បីបដូរជាមួយនឹងថ្នាំមិនសាបលោក Karasuma ក៏បានឲ្យជំនួយការរបស់គាត់ស្វែងរកពីអត្តសញ្ញាណរបស់ឧក្រិដ្ឋជនម្នាក់នឹងដែរប៉ុន្តែស្វែងរកមិនឃើញនៅក្នុងស្ថានភាពមួយនេះលោក Karasuma ក៏បានសម្រេចចិត្តយកលោកគ្រូ Koro ទៅបដូរដោយផ្ទាល់នៅពេលនោះលោកគ្រូ Koro ក៏បានស្នើសុំឲ្យ Nagisa, Kama និង Kayano ទៅជាមួយនឹងលោក Karasuma ដែរដើម្បីជាជំនួយដោយសារតែពួកគេមិនបានត្រូវថ្នាំពុលអញ្ចឹងអាចជួយជាកម្លាំងដល់លោក Karasuma បានបន្ទាប់ពីទៅដល់កន្លែងដែលឧក្រិដ្ឋជនណាត់ជួបលោក Karasuma បានរៀបចំផែនការឲ្យក្រុមកូនសិស្សចូលទៅបង្កប់ខ្លួនមុននៅពេលដែលឡើងទៅដល់លើភ្នំ Ritsu បានប្រើប្រព័ន្ធ AI របស់នាងគូវាសផែនទីនៅក្នុងសន្តាគារនោះឲ្យលោក Karasuma និងបង្ហាញទីតាំងអ្នកយាមនៅគ្រប់ច្រកល្ហកបន្ទាប់ពីទៅដល់អ្នកគ្រូ Irina បានប្រើសមត្ថភាពពិសេសរបស់គាត់ចូលទៅធ្វើជាម្ញាក់ម្ញក់ដាក់អ្នកការពារនៅទីនោះដែលជាឱកាសបើកឲ្យក្រុមកូនសិស្សនិងលោក Karasuma ចូលទៅដល់ខាងក្នុងតែពេលនោះក៏បានប្រទះគ្នាជាមួយនឹងបរិសម្នាក់ដែលពួកគេចាំថាម្នាក់នឹងហើយដែលយកថ្នាំពុលឲ្យពួកគេញ៉ាំShomaនិងដៃគូដៃកង់របស់គាត់ក៏បានសម្រុកចូលទៅទាំងដំឡូងមូលដោយសារតែឃើញស្ថានភាពមិនស្រួលលោក Karasuma ក៏បានស្ទុះទៅទាញពួកគេចេញតែបរិសម្នាក់នឹងក៏បានបាញ់ផ្សែងហ្គាសដែលជាផ្សែងសណ្ដំធ្វើឲ្យអស់កម្លាំងទន់ដៃទន់ជើងតែក្រុមកូនសិស្សក៏មិនអោបដៃឈរមើលដែរក៏បានតែបិទផ្លូវគ្រប់ច្រកល្ហកកុំឲ្យអាម្នាក់នឹងរត់រួចនៅពេលដែលលោក Karasuma តាំងស្មារតីបានមកវិញក៏បានប្រើក្បាច់លោតរវាយយកប្រាក់លានមួយជើងនិងបានចាប់ខ្លួនបរិសម្នាក់នឹងបានសម្រេចពួកគេក៏បន្តឡើងទៅលើទៀតក៏បានជួបជាមួយនឹងបរិសដែលគួរសង្ស័យម្នាក់ឈរចាំនៅច្រកនោះគ្រាន់តែដើរទៅជិតដល់បរិសនឹងក៏បានទះកញ្ចក់មួយដៃនិងបានធ្វើកាយវិការចង្អេងចងាងហើយក៏គំរាមថាបើហ៊ានតែដើរមកទៀតគាត់នឹងសម្លាប់ចោលទាំងអស់ហើយតែពួកគេមិនបានខ្វល់ជាមួយនឹងសម្ដីគាត់ទេក៏បន្តដើរចូលដោយសារតែឃើញមិនញញើតបែបនេះបរិសនឹងក៏បានដកទូរស័ព្ទទេទៅហៅគ្នាគាត់មកបន្ថែមតែក៏ត្រូវបាន Kama លីថូកាមកវាយទូរស័ព្ទនោះបែកខ្ទេចពួកគេទាំងពីរបានឈរសម្លក់សម្លឹងខ្នក់ខ្នាញ់គ្នាមួយសន្ទុះហើយការប្រយុទ្ធមួយទល់មួយក៏បានចាប់ផ្ដើម
អបិសក់លើនឹងពិតជាខូចខ្លាំងណាស់បានធ្វើពុតជាឈឺជើងហើយខាម៉ាឃើញអាកាសល្អបែបនេះក៏សម្រុកចូលតែក៏ត្រូវបានអបិសក់លើនឹងលេងបិចបាញ់ផ្សែងហ្គាសដាក់ធ្វើឲ្យខាម៉ាទន់ដៃទន់ជើងអស់កម្លាំងប្រយុទ្ធហើយអបិសក់លើបានចាប់លើខាម៉ាឡើងដោយគិតស្មានថាខាម៉ាសន្លប់បាត់ហើយប៉ុន្តែមិនងាយស្រួលដោយការគិតនោះទេខាម៉ាបានបាញ់ផ្សែងហ្គាសដាក់វិញដោយមុននេះគាត់បានទប់ចំអកខ្លួនឯងជាប់មិនបានហិតផ្សែងហ្គាសហើយជាចុងក្រោយអបិសក់លើនឹងក៏ត្រូវបានខាម៉ាចាប់ចងជាការស្រេចពួកគេក៏នៅតែបន្តដើរឡើងទៅលើរហូតទៅដល់កន្លែងមួយដែលមើលទៅដូចជាការិយាល័យរបស់មេធំអញ្ចឹងហើយថែមទាំងមានការយាមកាមនឹងតឹងតែងទៀតផងក្រុមរបស់ខ្ជូម៉ាក៏បានចេញមុខទៅបញ្ឆោតឲ្យកងការពារដេញចាប់រួចក៏បានចាប់ឲ្យឆក់សន្លប់ទាំងពីរទាំង3នាក់ក្រុមរបស់ណាគីសាក៏បានសម្រុកចូលទៅដល់ខាងក្នុងពួកគេបានជួបជាមួយនឹងបរិមម្នាក់នឹងបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងតែក្រុមថ្នាក់ 3E នៅតែអាចចាត់ការបរិមម្នាក់នឹងបានហើយជាចុងក្រោយពួកគេក៏ឡើងទៅដល់ជាន់ដែលខ្ពស់បំផុតដែលជាការិយាល័យរបស់មេដឹកនាំពេលនោះពួកគេកំពុងតែត្រៀមបញ្ចប់ជីវិតមេដឹកនាំម្នាក់នឹងយ៉ាងស្ងប់ស្ងាត់តែគាត់ក៏បានងាកមុខមកហើយគាត់គឺជាលោកគ្រូយូកូដែលជាគ្រូបង្ហាត់ក្បាច់គុនរបស់សិស្សថ្នាក់ 3E កាលពីមុនគាត់បានគម្រាមថាគាត់បានបង្កប់ក្របបែកនៅជុំវិញនេះអស់ហើយបើមិនព្រមធ្វើតាមសំណើរបស់គាត់ទេគាត់នឹងមិនអោយថ្នាំមិនសាបហើយនឹងបំផ្ទុះក្របបែកឲ្យស្លាប់ទាំងអស់គ្នាតែម្ដងគាត់បានហៅអ្នកទាំងអស់គ្នាឲ្យឡើងមកលើដំបូលតាមគាត់ហើយគាត់បានចុចយកឈ្មោះណាគីសាឲ្យមកប្រកួតមួយស្ងោយជាមួយនឹងគាត់ដោយសារតែណាគីសាម្នាក់នឹងហើយធ្លាប់វាយឈ្នះគាត់កាលពីលើកមុនហើយធ្វើឲ្យគាត់ត្រូវបានសើចចំអកយ៉ាងខ្លាំងនឹងរងការអាម៉ាស់នៅក្នុងជួរកងទ័ពដែលបណ្ដាលឲ្យគាត់ត្រូវបង្ខំចិត្តចាក់ចេញពីការងារដោយសារតែខ្មាស់គេខ្លាំងពេកណាគីសាបានទៅប្រឈមមុខជាមួយនឹងលោកគ្រូយូកូហើយណាគីសាបានលុតជង្គង់ដើម្បីសុំការអធិស្ឋានពីលោកគ្រូតែគាត់បែរជាយកជើងជន់ក្បាលរបស់ណាគីសាទៅវិញនិងមិនបានខ្វល់ខ្វាយពីពាក្យសម្ដីសុំទោសអ្វីទាំងអស់ហើយថែមទាំងបានកំទេចនៅថ្នាំមិនសាបចោលទៀតផងណាគីសាហួសចិត្តជាមួយនឹងទង្វើលោកគ្រូយូកូជាខ្លាំងក៏បានលើកកំបិតឡើងនិងចាប់ផ្ដើមការប្រយុទ្ធជាមួយនឹងលោកគ្រូយូកូ最初から全部揃ってる抜くがការប្រយុទ្ធនៅដើមទឹកណាគីសារៀងតួសាច់បន្តិចតែចុងក្រោយណាគីសានៅតែអាចយកឈ្នះបានដោយសារតែណាគីសាគឺជាតួឯកហើយមិត្តភ័ក្តិរបស់គាត់ទាំងអស់គ្នាពិតជាត្រេកអរនៅជ័យជំនះមួយនេះខ្លាំងណាស់ភ្លាមនោះ3នាក់ដែលពួកគេបានវាយឈ្នះកាលពីមុននេះបានបង្ហាញខ្លួនឡើងវិញតែពួកគេមិនមែនមកអាក្រក់នោះទេពួកគេមកប្រាប់ថាថ្នាំពុលដែលបានដាក់ក្នុងចំណីអាហារហ្នឹងមិនមែនជាថ្នាំពុលសម្រាប់អីទេគ្រាន់តែជាថ្នាំពុលមួយរយៈប៉ុណ្ណោះបន្តិចទៀតហ្នឹងលេងអីហើយពួកគេបានសាយលោកគ្រូយូកូឡើងទៅលើយន្តហោះនិងបានចាក់ចេញទៅរឿងរ៉ាវគ្រប់យ៉ាងក៏ត្រូវបានចប់សពគ្រប់អស់ហើយថ្ងៃបន្ទាប់សិស្សទាំងអស់គ្នាក៏ត្រឡប់មកជាសះស្បើយធម្មតាវិញចំណែកឯលោកគ្រូខូរ៉ូរាងកាយដែលដូចជាមឹករបស់គាត់ក៏ត្រឡប់មកធម្មតាវិញដែរហើយនេះក៏ជាថ្ងៃចុងក្រោយនៃដំណើរកម្សាន្តសាសនា 3E ត្រូវបានបញ្ចប់ហើយពួកគេបានប្រើពេលវេលាលេងយ៉ាងសប្បាយនៅលើឆ្នេរសមុទ្រនិងបានបង្កើតភាពស្និទ្ធស្នាលអនុស្សាវរីយ៍ល្អៗជាច្រើនសម្រាប់រឿងថ្នាក់រៀនធ្វើជាឃាតកររដូវកាលទី1ក៏បានចប់ត្រឹមតែប៉ុណ្ណេះហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយចុច like និង Subscribe ម្នាក់មួយផងខ្ញុំបាទចក្រពតសម្រាប់រឿងសូមអរគុណសូមជម្រាបលា